គាត់ខលមកច្រើនតែខ្ញុំលើកអត់កើតឥឡូវលើកកើតហើយនេះ3 2 1ឥឡូវជំរាបសួរ Hello សួរមួយអ្នកអរគ្នាគ្រាន់តែលឺមួយដឹងថាណាគេហ្មង បាទ ហ្នឹងហើយ អូខេឥឡូវតោះចាភ្លុកមួយរយៈនេះ level ឡើង មករយៈនេះវល់ដែរបងអើយឆ្លៀតថ្ងៃហ្នឹងត្រូវដុតទេប៉ុន្តែព្យាយាមអត់ សាបឆឹង អូ ថ្ងៃហ្នឹងត្រូវដុតមែនតែបងប៉ុន្តែថាអើយចឹងថាអត់ទទួលដុតទេចង់ខចូលកម្មវិធីបងម្ដងអញ្ចឹង អូខេ អូខេតា ដុត មានចំណងជើងអត់ចា ខ្មោចចងកបង យេតោះ បាទ ចាប់ដើម តែយើងហ្នឹងអាហ្នឹងគឺខ្ញុំនិយាយហ្នឹងគឺខ្ញុំនិយាយរៀបរាប់ពីម្ដាយសពទេបងប្អូនសពទេ អូខេ រៀបរាប់ពីបងប្អូនសពសិនចាប់ដើមពីបងប្អូនសពហើយជើបដល់វគ្គខ្ញុំធ្វើបូជាសពហ្នឹងតែម្ដង អូខេ បាទ បាទសពហ្នឹងគឺសពស្ទៀវបង សាប់ស្ទីល បាទវ័យស្ទៀវគឺវ័យកំពុងតែមានស្នេហាបាទវ័យកំពុងមានស្នេហាហើយពួកគាត់ទាំងពីរនាក់ហ្នឹងគឺឆ្លាញ់គ្នាបង បាទ តាមរៀបរាប់ពីម្ដាយគាត់ចឹងប៉ុន្តែដោយសារតែម្នាក់ស្មោះត្រង់ម្នាក់ទៀតអត់មានភាពស្មោះត្រង់បាទអញ្ចឹងទៅម្នាក់មិនបន្ទោសខាងស្រីឬក៏មិនទេប៉ុន្តែគាត់ថាយើងមិនដឹងថាពួកគាត់មិនដែរយើងមិនបានសួរអត់ដល់ទេបងប៉ុន្តែគាត់ថាខាងស្រីហ្នឹងគឺគាត់មានបងមួយប្រុសហ្នឹងហើយគឺគាត់មានទៀតរហូតដល់3 4នាក់អស់ក្នុងបាទអញ្ចឹងទៅបងមួយប្រុសដែលគាត់ត្រូវជាសង្សារគាត់នោះក៏គាត់ដឹងដែរប៉ុន្តែធ្វើមិន ដោយការ វាមិនទាន់ដល់ពេលបាទវាមិនទាន់ដល់ពេលយើងត្រូវបែកគ្នាអញ្ចឹងយើងមិនអាចបខំបានទេអញ្ចឹងគាត់ចាប់តាមតាណាសិនចុះ បាទ ដល់ថ្ងៃមួយហ្នឹងគឺសង្សារស្រីគាត់ហ្នឹងគឺចូលតែឋានៈជាមួយនឹងម្នាក់ក្រោយគាត់ខ្ញុំសុំទោសកន្លែងហ្នឹងនិយាយយើងអត់ស្រួលបន្តិចទេបង អូខេអត់ទេបង គាត់បាទគាត់ចូលតែឋានៈហើយគាត់ថតលក្ខណៈគាត់ថតទៅឈឺបងមួយសង្សារមុនហ្នឹងបង ចូលឲ្យថតទៅឈឺទៀតអូខេ so still ថតទៅឈឺចឹងថតចូលហើយថតទៅឈឺមិនចឹងថាមិនម្នាក់ស្រីថតទៅឈឺទេអាមួយសង្សារគាត់ហ្នឹងត្រូវមិត្តភក្តិមួយហ្នឹង អូយ តែវាចង់ទៅឈឺអាមួយហ្នឹងហ្មងវាចង់ឈឺអាមួយហ្នឹងដល់ពេលវាឈឺអាមួយហ្នឹងវាថតឆាតឲ្យមើលហើយអានោះវាឃើញហើយបងចឹងគេថាមនុស្សដែលកំពុងតែស្រឡាញ់ណាគឺខំខៀចិត្តមែនតើបាទខំខៀចិត្តណាមួយថ្ងៃពីរមួយថ្ងៃទៅមួយថ្ងៃគាត់ដឹងថាសង្សារប៉ុន្តែគាត់ទៅរឿងអីគាត់ដឹងហើយណាគាត់ព្យាយាមលាក់បាំងរឿងហ្នឹងលាក់បាំងដល់ដល់លក្ខណៈថាវាខ្ទុះពីធុងគាត់ហ្មង ទប់លេង គាត់អង្គុយបានអង្គុយហូបបាយអញ្ចឹងគាត់ចេះតែស្រឡឹងមើលអាដងផ្ទះអាដងផ្ទះគាត់ថាម៉ែអើយអាដងផ្ទះនេះធរខ្ញុំជាប់អត់គាត់ចេះនិយាយមួយម៉ែគាត់អញ្ចឹងតែដល់ពេលហើយម៉ែគាត់ថាកូនឯងមកនិយាយផ្លែផ្លែអញ្ចឹងខ្ញុំមានអារម្មណ៍ថាមួយរយៈហ្នឹងខ្ញុំដូចពិបាកចិត្តទៅម៉ែខ្ញុំពិបាកចិត្តខ្លាំងមែនតើគឺចង់ស្ទែនធុងខ្ញុំចេញក្រៅម៉ែអើយសង្សារខ្ញុំផិតខ្ញុំហើយមិត្តភក្តិខ្ញុំហ្នឹងក៏រូបខ្ញុំមើលទៀតខ្ញុំនិយាយខ្ញុំអួតអង្គណាត់គាត់ដែរតាបងដល់ពេលហើយចុះធម្មតាគឺពិបាកចិត្តបងចេះតែអង្គុយម្នាក់ឯងហូបស្រាហូបអីចឹងទៅជួនកាលគាត់ស្ដាប់អាពិបាកចិត្តហើយស្ដាប់បទចម្រៀងកាន់តែពិបាកចិត្តទៀតរត់តែធ្វើឲ្យយើងពិបាកចិត្តទៀត បាទ គាត់បឡាអីបឡាចឹងទៅរហូតដល់ថ្ងៃមួយហ្នឹងគាត់និយាយvớiម៉ែគាត់ថាម៉ែកូនសុំទោសកូនអត់អាចនៅបន្តរស់នៅមើលថែម៉ែបងកូនម៉ែទៀតទេហើយម៉ែគាត់ចិត្តតែរកគ្រូមើលខ្លាចខុសនោះចឹងណាគាត់ព្យាយាមរកអីតែធ្វើអីឲ្យសុបាយស្មើកូនគាត់សុបាយចឹងគាត់ព្យាយាមរកដល់ពេលថ្ងៃមួយហ្នឹងគាត់មុខទឹកមុខអីហើយហូបបាយហូបអីហើយគាត់ស្រឡឹងមើលអានាងផ្ទះគាត់ទៀតម៉ែអើយអានាងផ្ទះនេះធោខ្ញុំជាប់អត់ធោខ្ញុំជាប់អត់អានាងផ្ទះយើងហ្នឹងអានោះផ្ទះដល់ហើយកូនអើយម៉ែគាត់ក៏និយាយថាកូនឯងមកនិយាយចឹងទៀតឲ្យកាត់ចិត្តទៅអត់ខ្វះទេមនុស្សស្រីមកណូស្អាតជាងនឹងទៀតទៅស្មោះត្រង់ពីកូនឯងទៀតរហូតដល់ប្រហែលជាយើងអត់សួរនាំគាត់ច្រើនទេប៉ុន្តែគាត់ថាវាប្រើពេលយូរដែរបងគាត់ហ្នឹងក៏ទៅកន្លែងដើមឈើដែលគាត់ឆ្លាញ់គ្នាជួបគ្នាដំបូងដើមរាំងបងដើមរាំងបើស្គាល់ដើមរាំងដែរទេស្គាល់បាទដើមរាំងគេយកត្រួយវាច្រលក់ប្រហុកបាទដើមរាំងហ្នឹងគាត់សម្រាប់ចិត្តចងកនៅហ្នឹងអានេះវាដើមរាំងចាស់ភាសាគឺវាធំវាអត់ដូចនៅពេញទូទេហ្នឹងហើយបាទធំដើមធំគាត់ក៏សម្រាប់ចិត្តនៅចងកនៅហ្នឹងហើយនៅតំបន់នោះទម្លានទម្លាប់តំបន់នោះចងកកន្លែងណាគឺបូជាកន្លែងហ្នឹងថ្លៃណាបាទប៉ុន្តែខ្ញុំអត់សុំប្រហើបខេតទេកុំឲ្យប៉ះពាល់ពួកឲ្យវាតែមានថ្មីដែរបាទស្លាប់កន្លែងណាគេថាឲ្យតា
ប្រភេទសពតែហោគឺសពកន្លែងណាគឺបូជាកន្លែងហ្នឹងលើកលែងតែគ្រោះថ្នាក់ចរាចរណ៍មួយទេដោយសារវាលើផ្លូវអញ្ចឹងយើងពិបាកបើតែសពផ្សេងៗទៅលេបថ្នាំលេបអីស្លាប់កន្លែងណាអញ្ចឹងគេដាក់បូជាកន្លែងហ្នឹងកុំឲ្យចូលភូមិចង្រៃអីពីអញ្ចឹងណាហ្នឹងតាមតំបន់ទេបាទតាមតំបន់ទេចៃដន្យអីក៏ចំមានខមមានពួកខ្ញុំបូជាប៉ុន្តែខ្ញុំអត់ដឹងថាសពហ្នឹងគឺសពចងកតមកដៃគាត់និយាយថារៀបពីរឿងពីមុនដែលខ្ញុំនិយាយមិញហ្នឹងទើបដឹងថាសពហ្នឹងគឺចងកនៅកន្លែងហ្នឹងយើងក៏ធ្វើមេនធ្វើអីបលាទៅចាប់ដើមធ្វើមេនធ្វើអីទៅហើយបងអូនស្រីគាត់បងអូនប្រុសគាត់ហ្នឹងបងអូនគេចេះមកលេងនិយាយលេងមកយើងកុំឲ្យស្ងាត់ហ្នឹងណាបងបាទហើយខ្ញុំក៏និយាយលេងមួយគេមួយអីចឹងទៅយើងចាប់ដើមធ្វើអីបលារហូតដល់ម៉ោង1ថ្ងៃស៊ីលហ្នឹងដៅក្តៅខ្លាំងណាស់មេឃយើងក៏ចាប់ដើមត្រឡងមេត្រឡងអីហើយមកមួយយើងមួយទឹកមួយអីហើយយើងអត់ទៅហូបបាយទេបាទដើមបុនគេយកបាយយកយើងហូបហើយតែទឹកក៏ពិបាកមួយដែរបងមួយទឹកព្រាចបងចុះយើងដាំរាំងបាទដាំរាំងនៅវាខ្សែយើងមួយទឹកព្រាចមួយអីហើយផ្លាស់កៅអីហើយយើងដើមបុនគេយកម្ហូបយកអីមកអញ្ចឹងណាពួកខ្ញុំក៏ចាប់ដើមមុនហូបក៏យើងទលានត្រឡប់ពួកយើងអ្នកមែនក៏សែនពុស្ការពួកអីទៅហើយយកយើងមុនហូបហ្នឹងមានបាយមានទីយើងក៏ចាប់ទុកដល់ឡៃអញ្ចឹងទៅសូមអញ្ជើញលោកតាម្ចាស់ទឹកម្ចាស់ឯបាសាទតោមួយគ្នាអញ្ចឹងទៅសូមចំណុកទុកបាយណាគេក៏រៀបចំដាក់បន្តិចអញ្ចឹងទៅចុងស្លឹកបាទរហូតដល់យប់ម៉ោង7ម៉ោង8សពពេលហែមកបងមិនមែនហែពេលយប់ពេលហែដល់បាក់ល្ងាចម៉ោង5 6ហើយបាទបាក់5 6ហើយគេហែមកធ្វើអីហែមកធ្វើអីចឹងទៅយើងក៏ចាប់ដើមតភ្លើងតអីហើយអស់គឺស្អាតហើយអស់ប៉ុន្តែក្នុងតំបន់នោះគឺធ្វើពិធីបរិសុទ្ធសពពិធីបរិសុទ្ធសពហ្នឹងបានន័យថាគេរៀបរាប់អំពីសពហ្នឹងស្ថានភាពសពហ្នឹងអូខេបាទរៀបរាប់ពីស្ថានភាពសពហ្នឹងលោកអាចារ្យក៏គាត់ចាប់ដើមធ្វើពិធីហ្នឹងគឺពិធីហ្នឹងគឺជាដុតទៀនពីក្រោមដីរហូតដល់លើមេនដីរហូតដល់លើមេនហើយភ្លើងមេនរលត់ទាំងអស់ភ្លើងមេនគេអត់ឲ្យភ្លឺចឹងគេថាអត់ឲ្យបើកលើមេនហើយមួយឈូសហ្នឹងគឺមួយឈូសគឺគេតាំងលើជើងកោះនៅនោះសោះតែម្ដងបាទហើយគេលោកចាប់ដើមធ្វើពិធីហ្នឹងអាចារ្យក៏គាត់ចាប់ដើមធ្វើហ្នឹងអ្នកភ្លុកទាំង4នាក់គឺចាប់ដើមគាត់ពេញជុំមេនហ្នឹងមានទៀន5ទុក5ភាវនាធរហ្នឹងណាបាទហើយដល់ពេលហើយលោកអាចារ្យក៏ចាប់ដើមសូត្រទៅក៏សួររីបុគ្គលណាដែលគេយកមកតម្កល់ទុកលើមេននេះតើមានអ្នកថែរក្សាឬទេបើមានសូមស្លើយគាត់បុកមកឈប់ពឹងបុកឈប់ជឿចាប់ជីកបងចាប់ជីកគាត់ហ្នឹងបងឈប់ពឹងអញ្ចឹងមកជុំទៀតរហូតដល់3ជុំតើមានបុគ្គលឯណាដែលគេយកមកតម្កល់ទុកលើមេននេះតើមានអ្នកថែរក្សាឬនៅ2ជុំរត់ជុំចុងក្រោយលោកអាចារ្យក៏រៀបរាប់ដដែលហ្នឹងបងតើមានបុគ្គលឯណាដែលគេយកមកតម្កល់ទុកលើមេននេះមានអ្នកថែរក្សាឬនៅបើមានសូមឆ្លើយលោកអាចារ្យវាយក្អមផាំងផ្អើលហ្មងលោកអាចារ្យថាដាក់ទុកទាំង4ភាវនាធរដែលយើងត្រូវភាវនាគឺភាវនាឲ្យលឺកុំឲ្យមានបញ្ហាឲ្យសតគឺសពនេះគឺមានអ្នកថែរក្សាសពនេះគឺមានអ្នកថែរក្សាបាទមានម្ចាស់ថែរក្សាអញ្ចឹងលោកអាចារ្យទាំង4ត្រូវភាវនាធរហើយលោកអាចារ្យគាត់ចាប់ដើមសូត្រហើយខ្ញុំដាក់មេនហ្នឹងខ្ញុំពុយស្វកញោកហើយប៉ាដវេនមើលគឺស្ងាត់ជើងអត់មានភ្លើងបងមានតែទៀនគោនៅលឹមឈួរណាមានទៀនគោនៅលឹមឈួរអញ្ចឹងលោកអាចារ្យគាត់ចេះអាចារ្យយោគីគាត់ចេះអញ្ចឹងគាត់ជាមនីធោះហើយគាត់និយាយជាមួយនឹងពួកអស់ហ្នឹងចង់បានអីអញ្ចឹងពួកហ្នឹងគឺចង់បានសុំមកលកាំងមួយហៅឡូបងមកពួកហ្នឹងគឺចង់សុំមកលកាំងមួយលោកអាចារ្យក៏ប្រាប់ដើមបនដើមអីថាឥឡូវសពនេះមានអ្នកថែរក្សាអញ្ចឹងគឺសុំមកលកាំងចំនួនសពហ្នឹងប៉ុន្តែដោយសារអីលោកតាម្ចាស់ទឹកម្ចាស់ដីគឺតវ៉ាជាមួយនឹងអ្នកដែលទៅជាសពនោះបាទគេតវ៉ាថាឲ្យយកទេព្រោះសពនេះគឺសពបុគ្គលដែលខ្លួនថាបុគ្គលដាច់ដោយឡែកពីមនុស្សលោកផ្សេងហើយនឹងពពួកនឹងផ្សេងអញ្ចឹងគេឲ្យលោកឡំគ្នាទេអញ្ចឹងលោកតាម្ចាស់ទឹកម្ចាស់ដីនេះគេទីមទីអញ្ចឹងណាគេឲ្យយកទៅទេប៉ុន្តែអ្នកដែលទីមទីនោះគេសុំមកលកាំងជំនួសវិញឥឡូវបាត់ឲ្យគេសុំមកលកាំងហើយមកលកាំងសុំបិទរូបថតសុំរូបថត
stop nắng á bọn cho một stop nắng bắt nó cho một nắng hay cái bộ chia nên một mê nắng trời bộ chia nó bê đây là bộ chia hai cho lọt tung ba chia mỏng bay mỏng 4 nhâm hủ mên tranh vinh bọn hủ mên tranh hay giúp bọn giúp dương thì lại stop thì lại ai hai mỏng bay mỏng 4 nó cứ dương sắp làm bộ chia ai hai ó dương có hủ mên mỏng bay chia kia nhưng mà cao nọ khơi phơi ho khơi phơi ho tranh bị phơi đằng màu phơi ho tranh bị phơi đó các bạn phơi ho tranh bị phơi nó cứจะทานphơi nó cứ phơi mình pò bạch tong hay pò lương đây hòm pò lương đây hòm ai xưa riêng cái khơi phơi ho anh nhặt khơi tê nhưng khơi bọn phơi ho tê bị khu ho tê bố có thải chỉ pi mai vậy đấy gìไปคือไปฝึกไปnhóm còn một để ai kia nhóm mình đã biết ở đây nó tha lấy bằng ai hụt chân đấy hay ao kia lấy con chẹt chân lớn á hay dương cột chẹt chân lớn banh từ pha tới đi từ thấy nhóm có lấy khơi mà phía tiết khơi ho cho cái này nhá ví dụ chào vào đó bọn ấy ho cho cái cho nó khổ mà cái này nhờ vì cho nó ho tranh ho cho em chạy xuống họ cho cái này những người miền chạy hết ho tranh ho cho rồi đặc biệt dương hủ bên hai bề thật hủ bên hai bề thật dương có chọn đắng bọn thì khơi nghĩ bên hay việc chọn đắng tha lại những cứ về miền ấy giống nè dương có bạc lan cặp đàn bằng tơ bọn ơi xong tô không gì mình thì có mấy là cái vô tranh cái lẹp cho có mà bọn thế đúng bọn chẳng là tha mấy một phần cỏ đáy hay cái ba lần phần này việc đáy cho ba đây này co thầm co hay đáy nó phần nghĩ đáy nhưng bọn đáy đồ chữ đồ mà đi mấy lần hay lần là ăn bọn nó là chiêm thấy cô nó không khao tận nổ mà bọn không khao tận nổ người cha không khao tận nổ mấy bà chứ nó người tranh liên là tam block khao tận nổ mà kháng hay cái bán người tranh đây mà khang liên nhưng mà đã người chạy mưa bọn ơi côn ghi côn chân bên này tha chụp bánh áp đi côn nó ngay nhông chụp tờ mưa bọn ơi lần là ơi chiêm là pin năng bọn pin khao tận nổ mà hay làm mà lại co nó bọn làm khám món đó gì đúng đâu đặt cái bà đấy nhưng chạy ngõ đâu vì ho tơ ho mau chứ hay chẳng hạn sao miền nhom nó về miền phương miền ấy vậy bọn miền phương miền ấy chẳng tới bị chạy ngõ ho tơ ho mau ho tới nhưng bậc cười này chúng ta đằng a vậy miền đặc biệt Phật làm lại dương hữu miền hay dương tơ áo dương chọn đằng chọn lưới rồi tơ mưa tới có khơi khmei như nó bọn khmai luôn á cái chọc bọn khmai ham hai món đó ai small fee năng một hay lần là chơi chim hay một bả tua gió bả luôn khơi dần chẳng slot đó còn thằng em trong rồi nòng po từ bom ôn dương thì đây bà có thường chân sông tục đợi bàn sát bát đấy chỉ toàn món cũng bỏ trao trong bộ bả vì nạp tha phê như môi cò vì ai xây như một gì giống á nâng rồi sáu xe chắc là bên chẳng men phẹp bali phẹp ai à họ đang còn một thằng đó sai dương thẹp cái thứ mấy con hỏi thì là môi phần cỏ đây nhom có một màu đột nó kia đang chắc nâng rồi trong số này nâng thẹp cũng thẹp đặt giá lên là mua điện dương score bali nó nâng thẹp tạm ná bốn dương nhận ngày đây bốn chẳng dương chui bôi chia tới nè và dương đốt nó không phải chứ bốn không phải xin thầm mém gì đúng mình mém lại nghĩa bó thầm mém không tại sao chế từ chưa dùng nền bỏ cha lông chẳng cái miền Việt thi ấy vừa từ nâng ơi từ so lại đặc biệt bố chia tu từ dân từ còn ha bên ấy dương còn ta cô ô vòng ở đây dương tại sao bố chia so vì nghĩ mình dương cô ấy chứ dương đốt tới hơi từ so chu này nhưng ban sang ấy mau bị nai về chun câu nó chết khỏi chết nai cũng oi cát trên kia chẳng kia chẳng một bà từ tua vô bọn người lần phải lần ho bằng gì hay lần là dừng chập tục tháp bô chia từ so là có thể chập chết chẳng ta bô chia hiện đa chính nhá bọn anh sắp tiền xây nhá hiện đa chính có chất đỏ bà chẳng nó nắng bẹt đá ngay đi chẳng ta ở đó lấy bọn phải là màu plate đấy nè tụi phần cọt này ở đó là máu bà đó là máu của dân chỉ ao chuối bọn làm bây giờ viên nghi cắt chạp lường họ dương chịu để sao này hả côn bên toàn
ខប់ខើតអីប្រហែលប្រហែលខែប្រហែលខែអញ្ចឹងណា ហើយនេះ បើ ចូល ដៃថាគាត់មិនដៃ 5 ខែ 4 ខែ 5 ខែ បាទបបាក់ប៉ុណ្ណឹងបងបបាក់ប៉ុណ្ណឹង ហ្នឹងហើយ អាចយើងគិតល្អទៅថាកូនខូចក្នុងពោះចាស់កូនខូចក្នុងពោះហើយគាត់ថាគាត់អត់បានរៀបចំអី ឲ្យស្រួល ឲ្យស្រួលបួល តែលោកគាត់ខ្វះខាតអីចឹង ហ្នឹងហើយហើយនៅអរគុណអាចារ្យភ្លុកដូចគ្នាហើយសុំសួរបន្តិចសុំទោសពេលដែលយកទៅបូជាហ្នឹងបានយកទាំងក្បាលទាំងអីគាត់ទៅតែតើ អត់បងដាច់ដេកអស់ហ្នឹងក្បាលហ្នឹងបាត់ពីខ្លួនហ្នឹង បាត់ហ្មង បាទអស់លេងហ្នឹងហើយស្នាមខាំទៀត ចុះមិញថាក្បាលធំណាស់ ក្បាលវាក្បាលចង់ថាកូន5ប៉ុនកដៃយើងស្មានក្បាលយើងដឹងហើយបងទីរូ អូមើលតាមរូបរាងហ្នឹង បើយើងស្មានក្បាលយើងដឹងប្រហែលខែបើអាចជាមកក្តាប់ដៃយើងណាបើជាមកក្តាប់ដៃយើងហើយ 6ខែដឹង អត់ទេអត់ដល់ទេ កូនប៉ុណ្ណឹងធំ អត់ដល់ទេអាចារ្យលោកថាដល់ បាទអត់ដល់ទេអត់ដល់ទេព្រោះក្បាលបាក់មានបើប៉ះទីកខ្លួនប៉ុនកដៃខ្ញុំហើយកប្រហែលជាប៉ុនទៅជាមេជើងខ្ញុំតិច អូទូចដែរហ្នឹងអញ្ចឹង បាទកប៉ុន្តែខំទៅឯកន្លែងកហ្នឹងហើយដៃនៅកងលុនធុងហ្នឹងហើយជើងឡើងផោទៀតកូនហ្នឹងຕົកនៅជាប់ទាំងអស់ សោកនៅជាប់មួយខោទឹកនោមនៅចាស់ បាទខោទឹកនោមនៅចាស់យើងហើយឈើសាឈាមពេញហ្នឹងបងអើយអណោធំដុតទាំងអស់និយាយរួមទៅដុតហ្នឹងអត់ហ៊ានដើរចេញទៀតទឹកចិត្តអស់ហ្មងអស់ហើយកប់ដីចោលហ្នឹងហ្មងខំឡើងប្រេងខ្យល់ទៀតណា ឈុលហើយមានអីទេឈុលថាធ្វើឲ្យដល់ចប់ចង់ចាប់ដើមអូខេអរគុណចាភ្លុកចំពោះសាច់រឿងទី1សម្រាប់ខលចូលជាមួយនឹង season ថ្មីនៃកម្មវិធី 404 បច្ចេកហើយក៏ជូនពរចាភ្លុកដូចគ្នាបានបើខាងកាត់សក់ថ្មីហេង បើខាងថ្មីហេងហើយចង់សួរមិនតិចទៀតដែរចុះសពអ្នកចងកហ្នឹងណាចិត្តដល់ពេលម្ដាយដឹងហើយថាសង្សារកូនគាត់អត់ល្អអត់អីអញ្ចឹងគាត់មានអីបន្តទៀតទេ គាត់ដល់មានអីគាត់ណាឃើញគាត់យំសោកណាស់អញ្ចឹងណាវាមិននឹកស្មានថាកូននៅដល់គិតដល់អាហ្នឹងគាត់ខំព្យាយាមរកអីដែលល្អដែលឲ្យកូនគាត់សុខចិត្តវាបែរកណាវាកាត់ដាច់អត់បានណាបងធម្មតាស្រឡាញ់យើងខ្លាំងហើយមកសំខាន់បើថាអត់ឃើញអីប៉ុន្តែសំខាន់អាមិត្តភ័ក្ដិនោះវាថតឲ្យឃើញទេសំខាន់នៅក្នុងទស្សនៈទៀតមកឲ្យគិតមើលនៅកន្លែងហ្នឹងថាគេថាខ្ញុំមើលទាំងទ្រូងងាប់ដូចគ្នាបង ហើយអូនស្រឡាញ់ខ្លួនឯងឲ្យច្រើនកុំស្រឡាញ់គេខ្លាំងពេកស្រឡាញ់ខ្លួនឯងខ្លាំង ថ្មបងអើយថ្មអត់ជឿចាប់ អូខេអរគុណចាភ្លុកណាអរគុណសម្រាប់ការខលចូលរួមអរគុណហេងសុខសប្បាយ អរគុណ ច្រើនបង ហ្នឹងបានរួចលេអូខេអរគុណអញ្ចឹងយើងនេះវិញហើយព្រោះអាចារ្យភ្លុកឥឡូវរៀងធំដុំអញ្ចឹងយើងដូរពីតំណាងចែកចាយទៅរោងចក្រវិញមែនទេ មិនចឹង ហ៎ មិនចឹង រោងចក្រដុតបំផ្លាញ ដេប៉ូ ដេប៉ូវិញទូចពេក ដេប៉ូទូចតំណាងចែកចាយ ហ្នឹងហើយទៅនេះហ្មង ឡើង CEO ប្រដ ாய் ទេ បាទ ឡើង CEO ប្រដ ாய் ទេ មកគេមានរោងចក្រខ្លួនឯងមិនធំទេ អត់ទេ រោងចក្រដុតបំផ្លាញ តើយើងលើកដេកប៉ុណ្្នឹងទៅហើយយើងនឹងចាក់វាយ ចា បាទ និយាយតិច មិញគេខមមិនច្រើនដែរគេសួរថាមិនបាននិយាយរឿងឲ្យចងកសុកចូលដល់រឿងឲ្យកូនណាគាត់មកតាមផ្លូវទៅគាត់ពីយប់ពេលបូជានោះគាត់ឃើញភ្លើងហើយគាត់ឆ្ងល់ ហ្នឹងហើយនៅចិត្តឡើងបូជាហ្នឹង អញ្ចឹងសាច់រឿងហ្នឹងវាមករឿងទេប៉ុន្តែវាមាន2ហេតុការណ៍មានអាយុមួយតង់អាផឹកឡើងឃើញមួយតង់ទៀតអូខេមិនគាត់ឆ្ងល់ថាមិនបានយើងនិយាយរឿងនោះមកចូលនេះប្រហែលជាគាត់បើក live ចោលហើយគាត់អាតណាមផ្លែតមកវិញចេញជើងថ្មីអញ្ចឹងណា បាទហើយបើពីអារម្មណ៍ខ្ញុំទៅទាំងពីររឿងហ្នឹងគឺអត់ខ្លាចព្រឺព្រួយទេសិតអាណិតទាំងពីររឿងហ្មង រឿងទី1សម្រាប់រឿងទី1ហ្មងខ្ញុំចង់លើកទឹកចិត្តឲ្យអូនពីច្រើន បាទ ស្រឡាញ់គ្នាបានតែរវាងរវាងដៃគូទាំងសងខាងគូណាទៅជ្រើសរើសស្រឡាញ់ខ្លួនឯងហើយឲ្យតំណែងពីរហ្នឹងវាខ្លាចទៅជាតំណែងមួយល្អវាកុំឲ្យស្នេហា70-10 ឬក៏80-20អីអញ្ចឹងណាសុំអារបៀប50-50ទៅអញ្ចឹងពេលដែលមុនសម្រេចចិត្តថារឿងហេតុកើតឡើងអីមួយត្រូវគិតថាយើងស្រឡាញ់ខ្លួនឯងកុំឲ្យគេទាំងអស់ពេកអូខេ ហ្នឹងហើយសូមបន្ថែមតិចដូចយារិននិយាយអញ្ចឹង ចា៎ កន្លែងហ្នឹងពិតជាសំខាន់មែនគឺសូមឲ្យស្រឡាញ់ខ្លួនឯងឲ្យច្រើនជាងអ្នកណាទាំងអស់អញ្ចឹងពេលដែលជួបបញ្ហាហ្នឹងខ្ញុំដឹងថាអ្នកខ្លះនឹងនិយាយថាមួយឯងអាចដែលជួបអញ្ចឹងមួយអាចដែលជួបផ្ទាល់ខ្លួនឯងអញ្ចឹងចុះការពិត
សិតតែធ្លាប់ជួបដូចគ្នាគាត់ថាចង់ឲ្យលើកទឹកចិត្តឲ្យស្រឡាញ់ខ្លួនឯងឲ្យបានខ្លាំងជាងច្រើនជាងអ្នកដទៃ ហ្នឹងហើយ អញ្ចឹងទៅពេលដែលជួបហេតុការណ៍អញ្ចឹងក៏យើងនៅឃើញថាយើងស្រឡាញ់ខ្លួនឯងច្រើនជាងដែរ បើអូនឯងនិយាយចូលដល់ podcast នេះហាដល់ឯងឆ្លងផុតតនការហ្នឹងណាចង់និយាយថាតនការដែលឈឺចាប់បំផុតនៃជីវិតយើងហ្នឹងណាបើសិនជាឥឡូវយើងមានអារម្មណ៍ថាយើងអត់លេងចង់ហូរហៃ បាទ ប៉ុន្តែដកឃ្លាក្រោយមកឲ្យវាឆ្លងរហូតដល់6ខែឬក៏មួយឆ្នាំយើងត្រឡប់ទៅអាពេលហ្នឹងវិញយើងមានអារម្មណ៍ថា appreciate ខ្លួនឯងណាពេលហ្នឹងយើងឆ្លងផុតហ្មងហើយអរគុណខ្លួនឯងដែលយើងអត់បានគិតអីដែលផ្ដេសផ្ដាស់អញ្ចឹងទោះរឿងហេតុកើតឡើងប៉ុណ្ណាក៏ដោយចង់ប្រាប់ថានៅតែវាមានដំណោះស្រាយអញ្ចឹង បាទ ហ្នឹងហើយ អញ្ចឹងបើខ្ញុំសរុបរួមដែរបងភីជាមួយនឹងយ៉ារិនគាត់ចែកម្លែងមិញបើសរុបជាអត្ថន័យចំណងជើងហ្មងណា បាទ ចា កុំរំពឹងក្តីស្រឡាញ់ពីអ្នកដទៃ អូខេ បាទ គួរតែស្រឡាញ់ខ្លួនឯងផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងអនុញ្ញាតឲ្យខ្លួនឯងស្រឡាញ់ខ្លួនឯងទៀត បាទ ចាអញអ្នកដែលខ្លួនឯងស្រឡាញ់ខ្លួនឯងចា បើគេតាម trend ដែរណា ហ្នឹងហើយ អូខេឥឡូវដល់ពេលស្ដាប់ voice របស់យើងមួយទៀតហើយព្រោះថាពេលដែលយើងចាក់ voice ភាគច្រើនក្រុមការងារយើងស្ដាប់សម្រិតសម្រាំងហើយយកទៅរឿងល្អៗហើយ បាទ បាទអញ្ចឹងអរគុណសម្រាប់អ្នកនរអស់គ្នាដែលបានផ្ញើ voice មកកម្មវិធីរបស់យើងហើយរឿងខ្លះក៏យើងបានចាក់រឿងខ្លះក៏យើងមិនបានចាក់ដែរអញ្ចឹងសង្ឃឹមថាអ្នកនរអស់គ្នាយល់ដោយសារពេលវេលាដែលគ្នាយើងចំណាយមកដល់មានតម្លៃពី2ម៉ោងតាមដានកម្មវិធីការ live ក៏ដូចជាទៅ premium live នៅក្នុង YouTube អីគឺពេលវេលាម្នាក់ៗសិតតែមានតម្លៃអញ្ចឹងយើងព្យាយាមបង្កើតគុណតម្លៃនៃកម្មវិធីដែរអញ្ចឹងយើងសូមអភ័យទោសបើសិនជាយើងធ្វើការចាក់ឬមួយក៏លើកលែងអ្នកនរអស់គ្នាអត់បានទាំងអស់គ្នាចាក់សលេងអ្នកនរអស់គ្នាអត់បានទាំងអស់គ្នាអញ្ចឹងសូមអធិស្ឋានអញ្ចឹងយើងសូមលើករឿងចាក់មួយចំនួនហើយក៏លើកមួយចំនួនដែរ បាទ អញ្ចឹងសង្ឃឹមថាអ្នកនរអស់គ្នាយល់ហើយកម្មវិធីរបស់យើងមិនដាច់ខាត់ត្រូវតែអ្នកនរអស់គ្នាជឿឬមិនជឿអបិយជំនឿទេប៉ុន្តែកម្មវិធីយើងគ្រាន់តែជាកម្មវិធីកម្សាន្តបែបរន្ធត់អត់មានមកគ្មានកម្សាន្តអីជាមួយនឹងរឿងបោកទេអញ្ចឹង នេះទៀន ចាប់ទុករឿងកំ pl ែងពាក់មីទៅរឿងកំ pl ែងពាក់មីគាត់មានទៅនិយាយការប៉ັດអីគាត់មិនបលឹះដើម្បីសើចយល់អត់ រឿងកែបហ្នឹងមែន រឿងខ្មោចកែបអីហ្នឹងឡើងតាមឈើអីហ្នឹងយល់កែបប៉ុណ្ណានោះហ្នឹង បាទអញ្ចឹង short out ទៅបងពេកមីផងរឿងកែបល្បីខ្លាំងណាបង អូខេឥឡូវសូមក្រុមការងារចាក់ voice មួយមក អូខេតា សូមជំរាបសួរបងដូចគ្នាដែរពួកខ្ញុំថ្ងៃនេះខ្ញុំមានរឿងមួយដែលចង់ចែកម្លែកបងដូចជាតែនៅខេត្តកតាលផ្ទះដែលនៅចំជ្រក់គេហៅចំអជ្រូកក៏បងយ៉ាផ្លូវហ្នឹងជាបែកជា3ហើយផ្ទះដែលខ្ញុំជួលហ្នឹងគឺជាដីបតាខ្ញុំបកៅដូចគ្នាដែរហើយផ្ទះហ្នឹងគឺដោយសារតែម៉ាក់ខ្ញុំទៅរកស៊ីអញ្ចឹងទៅគាត់ទៅធ្វើការដីដែលវារបៀបអញ្ចឹងណាដីហ្នឹងគឺរបៀបស្ថានដីមកគឺវាចំអជ្រូកហើយកែងហ្នឹងគឺជាផ្ទះម៉ាក់ខ្ញុំយកមក ហើយអាផ្ទះកែងហ្នឹងដែលពួកខ្ញុំនៅតាំងពីខ្ញុំអត់ចាំឆ្នាំដែរដូចជាឆ្នាំ2010រហូតដល់ឆ្នាំ2017ដែលពួកខ្ញុំត្រូវនៅហ្នឹងចាបងនៅក្នុងហ្នឹងសារម៉ាក់ខ្ញុំបើជាលក្ខណៈចាប់ហូបអីនៅក្នុងផ្ទះហ្នឹងហើយផ្ទះហ្នឹងក៏ពីមុនមកក៏មានរឿងរ៉ាវដែរតែចាំនៅពេលដែលខ្ញុំនិយាយពីពេលក្រោយទៀតរបៀបផ្ទះហ្នឹងគឺផ្ទះដែលផ្ទះជួលនៅតែមួយជាន់ឯងបងមានតែជាន់ផ្ទាល់ដីហើយម៉ាក់ខ្ញុំលក់ចាប់1ចាប់2អញ្ចឹងទៅផ្ទះហ្នឹងខ្ញុំចាប់ពីនៅ រហូតដើមឆ្នាំទី1ទី2អត់ឲ្យហ្មងទៅចាប់ពីឆ្នាំទី3ទៅគឺចាប់ដើមមានរឿងប្លែកដោយសារតែខ្ញុំគឺជាមនុស្សដែលឃើញជាមួយនឹងមនុស្សច្រើនហើយវាហើយយើងអាសាឃើញមនុស្សមាននិស្ស័យជាមួយនឹងរឿងដូចគ្នាដែរអញ្ចឹងក៏វាអាសាឃើញនិងខ្ញុំឃើញជាលក្ខណៈនៅក្នុងបន្ទប់ទឹកនៅក្នុងកន្លែងដែលយើងដាក់កៅអៅដោយសារពួកខ្ញុំនៅលក្ខណៈគ្រួសារធំអញ្ចឹងទៅផ្ទះយើងក៏ដាក់ឲ្យស្អាតបានដែរហើយវាយើងមានកន្លែងដាក់កៅអៅមួយដែលយកទូធ្វើខាំងបងអញ្ចឹងទៅនៅក្នុងហ្នឹងខ្ញុំអាចមើលឃើញបានហើយគឺក្នុងហ្នឹងគឺខ្ញុំតែឃើញមកមនុស្សតែឈរនៅពេលដែលខ្ញុំដើរកាត់ហើយពួកខ្ញុំនៅក្មេងៗអញ្ចឹងក្នុងផ្ទះហ្នឹងក្មេងៗអាសាដើរអាសាហ្វុតលេងអញ្ចឹងបងគឺខ្ញុំដឹងតែឃើញគឺអាសាដើរកាត់អាសាអីអញ្ចឹងគឺដឹងតែឃើញតែម្ដងរឿងពាក់អាវសតម្លាក់សក់មកគឺឃើញរងថ្ងៃមកយល់ថាមួយថ្ងៃដើរ3ដងក៏ឃើញដែរមួយថ្ងៃដើរ100ដងគឺឃើញទាំង100ដងថានៅនឹងមែនហើយនៅបាត់ផ្ទះហ្នឹងគឺមានតែខ្ញុំមួយគាត់ដែលឃើញដោយសារតែមានខ្ញុំមួយគាត់ដែលអាចមើលឃើញពួកនឹងបានជាប្រចាំមកបងហើយរឿងហ្នឹងខ្ញុំគិតថាវាគឺរហជាខ្មោចឬក៏រៀងជាដែលថាដូចមើលឃើញដូចគេហៅស្អីគេចលិះអីចឹងឯងបងប៉ុន្តែវាអត់ទេកម្មពិតម្នាក់ហ្នឹងគឺនៅនឹងមែនហើយមានតែម្នាក់ឯងហើយវាម្នាក់ហ្នឹងខ្ញុំអត់ដឹងថាវាពពួកជានាងផ្ទះឬក៏មកជានាងផ្ទះចាប់ពីជួយម៉ាក់ខ្ញុំរហូតមកឡើងជួយម៉ាក់ខ្ញុំហើយគឺវានឹងខ្លាយទៅជានាងផ្ទះហ្នឹងណាវាបានច្អល់មកប៉ាខ្ញុំទៀតប៉ាខ្ញុំគាត់ធ្លាប់និយាយប្រាប់នៅពេលដែលចេញពីផ្ទះហ្នឹងហើយ
trong vậy phạt thá cái ở hưởng chạy ngay hay bạn nhóm chưa thì sao bạn nhóm nó về nó ở vì hai nó họp ban là giáo viên nó ban đang tại việc ban nào đó cái môn này đang trong tâm ở vùng nước cũng họp ban đài của nhóm cò ở chơi tập từ hai ba nhóm cũng phạt hai thá ở đây nơi tiệt tê để sao ấy cứ trên điện cái ấy nó cứ ở lên nhau dương nơi hai rồi cái áo nhóm tranh cái than cha đột ra nó miếng phò nó cứ miếng nhóm một ba nhóm bị cột hay cứ miếng đập đi đại nhóm mình đại đăng hưởng được cái này ôi hử chính bị té năng hơi màu té để thọc chua ôi chân cái nhóm lấy chọn năng hay nhóm chua ôi chân thua hỗn trạng trắng nhóm còn sẽ để ở mạng nhóm còn sẽ để ôi chân tranh tay chân là toàn tranh trắng cỏ nhưng không chân nó té năng là hỗ đỏ 7 năm to tiền tại nhóm ở đây mạng nhóm bạc không nó mới hưởng hào chứ tròn miên tiền để cô là bộ nhóm miên pu ta với chỉ ở khủ chậm năng ta lợi gọi man ở với có còn ở trái hưởng chấm nhẹ chân tất có thọc mà họ mới gọi đài cứ té nó mày chua biết theo ở biết cho mọi chủ cái phơi cái đào xong mới khủ tới ở khủ cái tháp phơi cái đào hao ấy cứ bị hai ở đi phơi không hội mà nhưng ta tua score được sao ấy cứ miễn hửa cha chụp về hao giá cứ đâu một là hồn tăng vì nhóm khơi mà nè bây giờ dân nơi trăm thì bấy nó khơi mà nè trăm thì buôn tiếp hàng thì mũi đâu một cho lang miễn chọn tùm một đồ đảo dương khơi nhé hay cứ hửa nó miễn là nhóm muốn cột khơi trong nhà ai có xe bóng vàng được nhiều bây giờ dương khơi nhé bò ở nhóm club chỉ khơi chỉ khỏi cồn ngày phong mọi cồn mây phong mọi người chôm vậy cha sát sọcក្នុងផ្ទះក៏ខ្ញុំធ្លាប់ឃើញអស់ដែរអូខ្ញុំផ្លេចភ្លេចនិយាយពូខ្ញុំក៏បានមកមើលផ្ទះនឹងហៅឃើញកថាគ្មានឆ្អឹងខ្មៅតែដឹងជាខំខ្មៅអីខ្ញុំនៅក្មេងមកខ្ញុំក៏បានប្រាប់ខ្ញុំដែរមានដែរដឹងមានឆ្អឹងខ្មៅនៅលើពីដានផ្ទះនឹងហើយខ្ញុំឡើងនេះមកម៉ាក់ខ្ញុំក៏ថតឃើញហើយគាត់យកទៅបន្លែគាត់យកទៅធ្វើពិធីផ្សេងទៅខ្ញុំក៏អត់សូវដឹងតែគាត់ធ្វើមិនដែរដល់ពេលឲ្យបន្តទៀតហៅឃើញទាំងតសៃសក់ខ្មៅផងហៅឃើញទាំងដេកូដែលមានអា3 4ទឹកអាគេដាំឈួរបងក៏មានដែរហើយឆ្អឹងប្រពន្ធប្រវែងវ៉ៃណានហើយម៉ាក់ខ្ញុំបានឲ្យខ្ញុំឃើញតែខ្ញុំបានឃើញវាឆ្អឹងដែលពេលគាត់យកចេញទៅយើងក៏លេចឃើញអញ្ចឹងហ៎បងយ៉ាងខ្ញុំឃើញពួកនឹងហើយគឺអត់ដឹងថាខ្ញុំអត់ដឹងថាគេយកមកដាក់ឬក៏វាមិនចាខ្ញុំអត់ដឹងថាកន្លែងហ្នឹងគឺកន្លែងដែលគេធ្វើពិធីហើយគេអីផ្សេងទៀតអត់ហើយនៅផ្ទះហ្នឹងគឺអាសាមានឆ្មាចូលខ្លាំងមែនតើមកឆ្មាច្របល់3ឆ្មាខ្មៅឆ្មាសតែឆ្មានឹងចូលបានតែបន្តិចគេងាប់កាត់កូនណាឆ្មានឹងខ្ញុំធ្លាប់ជាកាត់កូន3 4សពកងាប់ទឹកអស់គឺអត់ដែរឲ្យខ្ញុំបានថាអត់ដែរបានចំឆ្មារហូតដល់ចាស់ងាប់ធម្មជាតិអត់ទេហើយផ្ទះហ្នឹងជាស្ដែងផ្ទះហ្នឹងឥឡូវក៏នេះដែរបងក៏ខ្ញុំលេងនៅដែរប៉ុន្តែមុនតែខ្ញុំយកលេងហ្នឹងក៏មានរឿងធំមួយទៀតដែរទៅធ្វើឲ្យប៉ាខ្ញុំគាត់ថាបើសិនជាអត់ចេញផ្ទះហ្នឹងទេក៏គាត់អត់នៅផ្ទះហ្នឹងដែរគឺគាត់នឹងទៅនៅផ្ទះហ្នឹងហើយគាត់យកពួកខ្ញុំទៅចឹងមកម៉ាក់ខ្ញុំចង់នៅគាត់នៅម្នាក់ឯងបានវិញបងម៉ាក់ខ្ញុំគាត់វាហា50ហោកន្លែងថ្មីអត់តបានហើយកន្លែងចាស់ក៏យើងចោលភ្លាមក៏អត់កើតចឹងម៉ាក់ខ្ញុំក៏អៀមបាក់ចិត្តពេលហ្នឹងដែរហើយអ្វីដែលយើងធ្លាប់លក់ចាប់ព្រួយលក់បោះដុំមកបងគឺអត់លែងដាច់ហ្មងចាប់ពីមនុស្សយើងលក់មួយថ្ងៃបាន3 4លានមកមួយថ្ងៃបាន5 6 ម៉ឺនហើយតុបកើតមែនគឺម៉ាក់ខ្ញុំគឺពេលហ្នឹងគឺអស់លីងពីខ្លួនយកហ្មងលក់ក៏អត់ដាច់អវ៉ាន់ក៏សល់ចោលថ្ងៃមួយនៅពេលប៉ាខ្ញុំអត់ចេញទៅធ្វើការគាត់ជាតាហ៊ានចុះគាត់ដាល់ពេលយកអីទៅដូចគ្នាបងគាត់មកថាគាត់ចូលទេហើយក៏បើកវាក្រែគឺប៉ាខ្ញុំមិននិយាយថាគឺគេឲ្យគាត់ចាញ់ឥឡូវហ្នឹងហើយគេមកមកគាត់គេឆ្អុយមកគាត់គេយកដៃហុញក្បាលគាត់មកគាត់ថាបើអាហែងអត់ចាញ់ទេហែងនៅនឹងអញឲ្យនៅតែមិននៅជាមនុស្សទេគឺនៅជាខ្មោចគឺគេហៅយកប៉ាខ្ញុំយកមកហើយគាត់ថាចារិស័យគាត់ណាយកផុសនៅក្នុងផ្ទះនៅទាំងអស់អរិញនៅឯតែដោយសារតែពេលហ្នឹងគេថាចារិស័យកូនហែងនៅខ្ពស់អញយកតបានអញយកហែងមុនគេនិយាយចឹងដាក់ប៉ាខ្ញុំទៀតប៉ាខ្ញុំគាត់ពេលហ្នឹងគាត់វាហៅគាត់ផុសចឹងគាត់ធ្វើតែហ៊ានគាត់រៀងស្មារតីយ៉ាងហ្នឹងអញ្ចឹងក៏គាត់បានទៅឆោឡៅឬអីផ្សេងដែរផ្ទះហ្នឹងម៉ាក់ខ្ញុំមើលគ្រូខ្ញុំក៏ធ្លាប់ប្រាប់ម៉ាក់ខ្ញុំដែរថាឃើញថាមានអីអញ្ចឹងទៅតែម៉ាក់ខ្ញុំក៏អត់ជឿទេហើយក៏អង្គធ្លាប់ទៅមើលគ្រូដល់តកែវដល់សៀមរាបធ្លាប់មានទៅដល់គ្រូដល់កាចាស់ដល់អីផ្សេងទៀតគេថាផ្ទះហ្នឹងនៅតែតែម៉ាក់ខ្ញុំនៅដល់ជឿនៅតែចង់នៅទៀតតែរឿងហ្នឹងផ្ទះហ្នឹងមិនមែនមកពីផ្ទះហ្នឹងមានយកហ្មងគេនៅអត់កែទេអ្នកក្រោយមកនៅការធម្មតាអញ្ចឹងតែគ្រាន់តែផ្ទះហ្នឹងគឺផ្ទះខ្លាំងមួយសាច់ខ្លាំងហ្មងខ្ញុំអត់ដែរជួបផ្ទះណាអញ្ចឹងទេហើយនៅផ្ទះហ្នឹងខ្ញុំពេលហ្នឹងខ្ញុំឈឺត្រូវតែមើលប៉ែតប្រទេសចៅហ្នឹងដោយសារតែខ្ញុំតិចខ្ញុំធ្ងន់តិចខ្ញុំមានបញ្ហាតិចស្ដាប់លេងលឺយកសោះមកសូម្បីយើងនិយាយគ្នា
cho tập pi mai để sắp bật lư này hay nhóm thời mạng nhóm thời do nhóm tập bẹt phong hay dương nợ bầu cho mỗi lần dương phai như phai nu oi phụ mình nợ lên nợ phong á của nhóm bán chìa ba nhóm có thọp ní đài có thọp chư mà đó chặt luôn khang đài te nhóm chỉ thọp chư bay nè nhóm ba nhóm 10 bầu nữa hay bầu nhóm cái đài luôn Islam mà đó đài ở Việt Ha dương ở bán mưa khủ dương về nó dương thọ dương không tập bẹt bên tay tập bẹt có trong lại chất thì mưa khủ mới tới cái ha te nắng cứ cái thời cà chẳng tới cái thời do tay có bàn ba nhóm quạt bên nó còn mới thay phẫu những đất đỏ hay dương bông cho mỗi lần đại dương có chất vụ ở nơi và dương cắt phơi bật thi làm bài liên của những xanh xanh thế còn ô nhóm bán hụt luôn hụt tiền sạch từ đột chất ở ngã bộ hai chấm phố ba nhóm có quạt chư có ở tại ca nghi pi năm đại ra sa tại ở chụp cung quạt miền Pành Hà hay cứ có thời bé có cài đài cứ có thời đề này cái tê ở mạng nhóm mới thay của nhóm mới thay pi chất pi năm đại một ba nhóm ở việc thu bao nhé tay mà nằm lòng pi năm có đề cái tê thằng ao hay có đề cái kê đối chỉ cái tông bay một khai tay còn lại chư ram ray thôi cả pi năm món tài lời chặt tay có cọp chuột chung một đài con bàn học sinh là kẹt được kia đài chẳng có chụp vườn ở cái chẳng tờ mẹp đây đợt đây kẹt năng á cứ riêng thọp thôi chỉ có tục chùa hay có miền thọp miền hưởng mọi lon nè tục chùa năng hay nè tục chùa cái lãnh năng đài thọp miền được kia đài ở việc ní năng tôi chỉ thọp miền mà bé mọi lon tự ác kia do mỏng lon mà tục chùa lon tự ác miền tôi đi chỉ đập bằng bảy cái tục cái hơi tranh đập bằng mũi cái tục này đại hơi tranh về năng cứ tài nhập khăm ở bị hai điểm khăm dày mùi nhạc khôn phong dày ấy phong vừa và thi xanh phong tôm mình chơi mới nhạc chua khỏi màu tiệt hay ở ta nhóm lần hiểu ba chương tôi bị năm 7 năm nay một cái dùng play chỉ mới hưởng nó thấy cái này nó ấy dương nghiệp tục chua giống phèm nơi chẳng đoạn miên mặt chua trong tiệt hay ta nhóm hòn ấy có slap hàng đài ra đài quạt hiểu bạc ta theo gì ôn dựa đó đầy tiền năng em chẳng cái vô đài nó phải là nhóm ở một tranh vì nâng chúng ta là cái nhóm về nhạc vì môn màu nâng đại thọp nào vì môn nhóm có thể thọp vô vì nhà hải đài hay vì mê khổ xa tiệt việc ha ở đây nó kiểu đây bọn nhạc te nhóm nơi tam bị đại màu để kia đài chân vì hai dân lụ to kia tam bom pháo chân á bọn muốn bị đầy khỏi nó cứ đây ở ông phò cho rồi muối bò ở thang ta nhóm vì hiện sạch ngày còn bàn tịnh đây vì nâng máu tay muốn nó cứ ông phò nó cứ ban slap vào ra xa tại quán để xa tại có slap ở đây nâng hay cứ lưu form miệng mà nhóm tha cứ cái slap ra xa ở kia cho được kia đài ra xa tại có được ở bắt hơi chân tam về lìa việc ha vì cái miền ở cùng liệt để dân hơi chân này tay mà còn form ăn hơi chân có slap hay có miền ông phò nhóm muối tiết có slap ăn được kia đài việc ông phò đại nâng cho nó ăn next time mà quan phẩm của nói bài chiêng đại viện chu á chẳng tới nhóm xuống bạn nhóm có sân dày ấy chờ là sao bên nó còn được không này hay dày nhóm bên nhóm ní nó xua có ở anh dày phẹp ấy đài tại đăng tờ cái thọp vô pi nè heo hay nè thì bay nó cái họ vô pa nhóm ta dọn bè là sao thì vụ nhóm mua tranh mà toàn nhập te nắng mà sân chìa dưa là sao thành te nắng mạng nhóm nó phải là nhóm bạn họ xin chắc bạn trăm lời nâng vô một chân anh phía hai đứa bạn thuyền không màu trâu lá bộ chẳng tới cứ nợ sọc bàn tay nó phải là nhẹ mà khỏi cứ kệ bật thuyền kệ bao thuyền chụp hiền mình chẳng tới cái nơi hiện sọc tệnh mà sọc tệnh ấy chẳng tới ngày là thiệt khơi ngày thiệt khơi này là sao thành cái nhóm trộm nâng vô một chẳng tới những trẻ lướt xua chuyện ấy chẳng tới ở cái phèo này thay ông này có khơi từ bàn tay càng kia nó có việc sơ ca vậy nên nè là sao tại mấy là hai mau bị nhóm nó té nắng vì hai đứa mạng nhóm họ xì tao vì học sư lo trường kia mặc phụ chân tới vì anh nhóm nè xanh kia tia kia chặt ôi kia thôi cũng là ngật thời ấy phong cho man ở kia nhóm nói hiện khang đặc biệt y nó còn nó máu có vừa hồn chặt có thể ấy chẳng cắt đây nó te tịch tua chân tới có ở sơ ấy đài snap ở ta nhóm nó có slap đài có slap nơi ở nơi đây nước đài hay nó phải là nhóm mua tranh nó cứ quạt mà nơi to hay còn vay là bòn còn vay xâm nặng nó đặt bột chốt nhưng mà tè nâng vô mòn á bòn ta nhóm chưa ram ray cái tung phẩm bờ chna mày mà có tua mò nạp thiệt trong vùng nó phải là nó không te nắng còn nơi á nó phải là còn đang thưa tẹt chưa thấy nó cứ còn sắp ăn chặt luôn chưa ấy tay cỏ miền là cái từ chặt vào làm ra ấy còn tiền cha rồi ta nhóm nó phải là con ở tua mò nạp thiệt con miền là dụ học chi ngay chẳng kia còn mà ăn từ cật hưởng ở thơ tẹt thơ ấy nâng đài ta dụ ở ta nhóm còn hiện vua hỏa chna mình trong tơ hay là muối bon hưởng ở phụ nhau mà xa thợ bon phong ta nhóm có nhạc miền hiện chất so trong tơ còn thưa bon phở ấy ao ấy
thực bọn thầy chọn trong nơi hiện bản dù tay rằm rải đi cái tê tê nè có tới cao ấy có cao một nộp về mà năm trong khỏi để có slap nơi ông tổng câu vịt bò nơi ông lòng câu vịt năm pi po mà phay nơi ai để có slap bò để có tu mô nạp hiện nắng tay muốn đời có slap nó cứ có hẹp phụ nhóm sai thì nhóm đã đi cùng tò ông là thiên đề tê miền thành nhóm tê hay một cái đề cùng tò nó ngã cho nhiều một hôm qua đó có miệng là chiêm mình mua để nơi tiền đài rồi sao tại ta nhóm cứ có để nghe chắc có đi ổn đặt những cái có chư phong có ấy phong chân nạp xem tiếp miền ông nàyเลยquạt phụ là nhận chân các bộ cứ kia mà cho anh sập quạt hẹp là hộ quạt hẹp phụ nhóm đã để nơi trận năng có thể che kia mà tia tay kia sập ta tia tay do kia tranh phong một con mà nè xây nó ngã cứ ôi nhóm hẹp vì là cái bọc lợn là cái này ở bao mà nè mua để nơi nó cứ viết là cái này chia bọc hết một đồ xây cà miền ở miền cho cái chạm một con độc bóng giờ một con ta đang theo chia một con hết ấy hay có nhọ đang theo vẽ là cái này ở po ấy đây ta nhận đang theo chia bọc hết ha vẽ bài mai giống cho bần miền miền ấy chẳng là bóng giờ cái thang tre ở một con đang á video mà chặt luôn tài nhom bia mà cọt đẩy trường vi do mà cọt hay nhóm chị nè đây nó ở đây diêm ta nhom có thể âm miệng rồi xong xây nhóm hộp tới thọ bóng ôn lươn ở trong tay nhóm có tay tới ở trong miền dục mùi á dục mùi nó nhóm khơi mình họ bị ai không ai kê máu cái đai trâu máu hay cái việc mau lửa ta nhom hay hồn ấy tranh bị ta nhom ta nhọn đang thả nó chỉ hồn ấy tề nhom khơi mọc lập nó còn nhom bật này tất cứ vàng hay tới đặc biệt nhom xua bỏ lại nhom lại còn ở tục trận nâng có thang chạy mấy con nẹt trầu ta còn tay để nhom đăng hay thang chạy mà nẹt thỏ nó bị ai để với anh trường với anh hay đây mẹ ở bóng thái nhọ bị ai rồi nó mấy ấy ở đầu nhom đăng thả đầu tay nhom có sự bắn chạy hướng đài ra sang nhom đăng luôn ai vậy cứ quạt bàn trâu màu hết vì hồn ấy xanh tiệt hay cứ quạt mọc sập hẹp tai nhom thang chạyผักมวยนี่ผักทั้งน้ำแจ๊เตาคือจีใหญ่คือตายยมบ้านผักแมนคือเป็นน้องเชียวแมนเชียวบ้านด้วยกี่ตรงใบแข่แต่ละซาตาอันเมืองห่ออันเมียนเตี้ยที่บอกให้เก็บจับน้องเสื้อตะดาวันไถโยมองตะหยอดจานไถคลาดตั้งแต่เมียนผมเปิลหมกตะหยอดจานไอ้คลาดเตะให้ยืดห่อเนื้อแซ่ยืดสับไงอันเมียนเตะให้คำห่อปีข้ามประดาแคบเส้นก่อนเมียนnàyให้tới cóห่อไอ้แซ่ได้เสดียงหนึ่งvì họ đối dưỡng họ khinh nhây và khinh nhây miền tây dân họ chỉ là cái nào tâm in chân lại hở được khinh nhây do mà ta nhom ấp tê hay lực đào tiền người ta nhom nó nghe lực đào hay ta nhom ấp như cửa khung tê muốn quạt slap nó cứ lùi vòng hay cửa khung quạt đó đang tham miên hưởng ấy mình có lại hụt đời bàn đo màn thèm của mũi làm to tiền chạm to tiền nhé cứ nhỏ đằng đi tê hay ta nhom cứ chư mà rồi một chung người ấy còn miền này không ta nhom nó tật nôm phải em lướt chiêm lang chiết score ấy cứ quạt miệt hay quạt cheหัวถ่วงbàn hay trong cái này trong chậm một con cứ quạt về tân ý khlang cứ cây màu sặc cắt quạt cây màu thôi tôi còn là cam quạt cây màu hay phụ hay ấy quạt hẹp nhom nhọ mới thấy cao mà vô biết ha dương một gật khơi phòng nó hay ban quạt hẹp ban ấy hay tới quạt slap hay quạt slap nâng tới quạt ông đi đài có béเป็นหลังquạt ban tới sù bù đài quạt màu vô sập hẹp còn chào sẽ thay quạt tờ sọc tê quạt tờ sù têความฝังถึกบนเธอไอ้ใต้เกาะเลยเกาะดังบ้านใหม่มาได้ซาจะกอดในพอดบัตรไทยให้แบบเตี้ยนั่งห่อไงนั่งก่อนนั่งมีน่ะนั่งห่อไงได้ให้ใต้กอดมีเหลือไอ้เตี้ยก่อนนั่งสกสบายทอมได้มาบอกเหลือเตี้ยนั่งมีดับเป็นนั่งอยากใจเงยใจเปิดได้เพียงตรงเปิดแชมป์แต่ยมเลยให้นั่งมีเหลือคือเอาปะตอบตบน้ำใบบนแชมป์จีมองได้พอดใส่หือแล้วมองเบี่ยงยูกูซ้ำได้អូខេវត្តអរគ្នាចឹងបានស្ដាប់ជាមួយនឹង voice របស់គ្នាយើងហើយណាមួយរបស់ពួកយើងមិនដែរបងអតិកាអត់ទេរឿងនេះធ្លាប់ស្ដាប់តកភ្លឺជំនាន់មុនកន្លែងចំផ្លូវខ្មោចដើរអញ្ចឹងណាដឹងរៀងស្តៀងប៉ុន្តែរឿងសប្តាហ៍នេះបើសរុបមកហ្មងគឺផ្លែច្រើនបាទមានដូចស្តៀង déjà vu ចាំរឿង déjà vu អត់ចាំនៅភ័យហ្នឹងឯងមកវិញមកយាយគាត់ប្រាប់ថាវិគីយ៉នឹងទៅគាត់ជួបហេតុការណ៍ខ្លះយារិនចាំហ៎និយាយទៅអំពីដាច់អាពាក្យដំបូងអញ្ចឹងពួកខ្ញុំចាប់បានម្នាក់មកម្នាក់អូខេមិនពួកខ្ញុំមានទូរស័ព្ទម្នាក់មួយបាទអញ្ចឹងអ្នកទាំងអស់គ្នាយល់ឃើញមិនដែរចំពោះសាច់រឿងទី1នេះអីគេអញ្ចឹងអ្នកនរគ្នាសាច់រឿងចុងក្រោយ voice ដែលយើងបានចាក់មិញនេះអ្នកនរគ្នាយល់ឃើញមិនដែរក៏អាច rate ឲ្យយើងបានដែរសាច់រឿងចុងក្រោយមិញហ្នឹងសាច់រឿងចុងក្រោយហើយមក10កន្លះហើយបាទពេកមើលម៉ោងជក់លេងទូរស័ព្ទពេកសារភាពតាមម្ដងបាទតែហ្នឹងយ៉ារិនក៏មានអីប្រាប់ទៅ
គ្នាយើងដែរហើយជាង surprise បន្តិច រឿង surprise តិចបងទាំងអស់គ្នាមួយទាំងអស់គ្នាដែលគាត់តាមមើលកម្មវិធី404រហូតមកប្រហែលជាបាត់មុខខ្ញុំមករយៈធំហើយខ្ញុំនឹងសង្ឃឹមថាខ្ញុំនឹងត្រឡប់មកវិញឆាប់នឹងដូចគ្នាខ្ញុំបានសុំជាមួយនឹងមេខ្ញុំចាសុំជម្រាបមេហើយខ្ញុំចង់បញ្ជាក់បងទាំងអស់គ្នាថាខ្ញុំអត់មានបញ្ហាអីបងអធិការបានដេញខ្ញុំចេញពីកម្មវិធីទេហើយ fan ក៏បានធ្វើអីខ្ញុំដែរកុំឲ្យបងទាំងអស់គ្នាគិតថាអូរីសាតែមានការ comment លើកឡើងពីខ្ញុំអញ្ចឹងទៅធ្វើឲ្យខ្ញុំបាក់ទឹកចិត្តអីទេមនុស្សខ្ញុំអត់ងាយបាក់ទឹកចិត្តទេបងប្អូនអត់ងាយទេហ្នឹងហើយគឺខ្ញុំដោយសារតែខ្ញុំមានភារកិច្ចប្រចាំខ្លួននិយាយទៅគឺត្រូវមានធុរៈសំខាន់តែម្ដងដែលត្រូវប្រហែលជាចំណាយពេលអស់ប្រហែលជាអត់ទាន់មានសន្យាទេវាខ្ទង់ 2-3 ខែអីអញ្ចឹងដែរដើម្បីដោះស្រាយជាមួយនឹងធុរកិច្ចប្រចាំខ្លួននោះគឺដល់បង្កើតជាមួយនឹងផលិតផលថ្មីអីអញ្ចឹងទៅបងប្អូនក្នុងក្រុមហ៊ុន Justin Miracle ដោយសារតាសប្តាហ៍ថ្ងៃហ្នឹងពួកខ្ញុំរវល់ខ្លាំងមែនតែនហើយឥឡូវនេះវាកំពុងតែឈានមកដល់ការអាប់ដេតពីមួយចំហៀនទៅមួយចំហៀនទៀតហើយអញ្ចឹងខាងក្រុមការងាររបស់ពួកខ្ញុំក៏គាត់ត្រូវការខ្ញុំជាប្រចាំដែរខ្ញុំនិយាយតាមត្រង់ហ្មងបងខ្ញុំឈៀបច្រើនខ្ញុំងើបពីម៉ោង 9 ហើយម៉ោង 2 ពេលខ្លះម៉ោង 3 ខ្ញុំបានគេហើយជីវិតរបស់ខ្ញុំវាវិលទៅចឹងរាល់ថ្ងៃអញ្ចឹងវាចេះឆ្ងល់ថាអូខ្ញុំមិនបានសុខទៅដល់លេងម្នាក់ឯងខ្ញុំវាលក្ខណៈថាវាហត់ពេកបងប្អូនអញ្ចឹងចានគីពុតបរោះសុកសាអាទិត្យពេលខ្លះសាអាទិត្យខ្ញុំអត់បានធ្វើអីខ្ញុំ OT ម្ដងទៀតអញ្ចឹងត្រូវលើកការងារហ្នឹងទៅធ្វើដល់ផ្ទះក៏មានដែរអញ្ចឹងហើយមួយរយៈនេះវារវល់ខ្លាំងអញ្ចឹងប្រហែលជាបាត់មុខខ្ញុំប្រហែលជាយូរដែរមួយរយៈការងាររៀងមួយរយៈធំដែរអញ្ចឹងបើសិនជាពួកខ្ញុំអាចនឹងដោះស្រាយការងារខ្ញុំលឿនខ្ញុំនឹងត្រឡប់មកលឿនអញ្ចឹងមួយរយៈនេះអាចនឹងជួបបងភីជាមួយបងអធិការសិនហើយនេះផងដែរក៏ជាអាទិត្យចុងក្រោយរបស់ខ្ញុំដែរចាអូខេហើយមិញខំផ្ទះដៃជាមួយទៀតខ្ញុំមកតំណឹងល្អអីចាអត់ដឹងរឿងអត់ដឹងខំផ្ទះដៃជាមួយទៀតណាអូខេតាមពិតទៅនេះគឺជាសប្តាហ៍ចុងក្រោយរបស់យារិនដែលយើងបានធ្វើសហការគ្នាយើងនិយាយថាធ្វើការជាមួយគ្នាទៅបានន័យថាតាំងពីយើងចាប់ផ្ដើមពីខ្មោចមានពិតឬការពិតមានខ្មោចតបមកទៅដល់តុកភ្លឺពីស៊ីសនទៀត2ឆ្នាំហើយខ្មោចមានពិតនេះវា4 season ណៃបងប្អូនទាំងអស់គ្នាហើយខ្ញុំនិយាយតាមត្រង់និយាយអារម្មណ៍ពិតហ្មងអានេះក្រៅផ្លូវការសាច់រឿងណាពេលដែលខ្ញុំទេទៅសុំគាត់ដំបូងក៏ខ្ញុំជុំដែរខ្ញុំយំដោយសារតែនិយាយពេលដែលខ្ញុំចូលមកធ្វើការដំបូងវាដូចអារម្មណ៍ចម្លែកម្យ៉ាងដែរព្រោះអីខ្ញុំមនុស្សស្រីហើយក្រុមការងាររបស់ពួកខ្ញុំគឺប្រុសៗទាំងអស់គ្នាហើយខ្ញុំធ្វើការភាគច្រើនមិនមែនថ្ងៃឡើងអីទេភាគច្រើនយើង start ម៉ោង 8 អញ្ចឹងម៉ោង 10 ពី 10 យើងចប់បើដូចតុកភ្លឺមកយប់តូភ្លឺអីជាមួយគ្នាអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងវាមាន memory ជាច្រើនជាមួយបង fresh ទៅយំដាក់បង fresh នៅ slow mo ទៀតតែដោយសារតែពួកយើងអត់មានបានជួបគ្នាអីទេអត់មានការអន់ស្ពុនចិត្តឬក៏បងទាំងអស់គ្នាឬក៏មានសម្ពាធនៅក្នុងម៉ោងធ្វើការអីទេគឺដោយសារតែខ្ញុំទទួលបានការ request ដូចគ្នាពីខាងក្រុមការងាររបស់ខ្ញុំដែលនៅខាងក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់គឺពួកគាត់កំពុងតែខ្វះកម្លាំងហើយខ្វះមេដឹកនាំដូចគ្នាអញ្ចឹងនៅនេះភាគច្រើនខ្ញុំហូរពីថ្ងៃពីផឹកមកហើយខ្ញុំ stand by ចាំអញ្ចឹងទៅស្អែកឡើងខ្ញុំអត់បានមកទៅការលឿននេះខ្ញុំចង់និយាយកន្លះថ្ងៃមួយថ្ងៃទៀតអញ្ចឹងមកធ្វើ MC ចឹងនិយាយមែនតើអ្នកនរគ្នាឃើញអង្គុយអញ្ចឹងប៉ុន្តែពិតជាហត់ហើយទៅત્યાંវិញក៏ពិបាកគេងដែរពិបាកគេដោយសារតែយើងនៅស្ដាប់នៅសល់ចំណាយយើងនៅជាប់សាច់រឿងនៅក្នុងខ្លួនអញ្ចឹងអត់មានគេងតែស្អែកឡើងខ្ញុំគិតអីអត់ចេញមកសារទៀតដែរយើងរបៀបឲ្យយើងព្យាយាមមូអារឿងហ្នឹងចេញមកដែរហើយហ្នឹងហើយគ្រាន់តែចង់ឲ្យខ្លួនឯងមានពេលវេលាសម្រាប់ជាងមុនបានជប់សៅរ៍ទឹកពួកខ្ញុំជប់ថ្ងៃគៀនហ្នឹងខ្ញុំទៅធ្វើការថ្ងៃសៅរ៍តង់ទៀតហ្នឹងចាអញ្ចឹងពីខ្ញុំទៅខ្ញុំថែមតិចដោយសារនិយាយរឿងហ្នឹងហើយនិយាយពីយារិនតិចទៅតាំងពីបានរួមការងារមួយគាត់មកខ្ញុំឡើងហ៎ខ្មោចមានពិតតាំងពីខ្មោចមានពិតការពិតមានខ្មោចហើយនឹងតុកភ្លឺគឺការផ្ដល់ឲ្យរបស់យារិនគឺច្រើនមែនតើអ្នកនរគ្នាអាចអ្នកនរគ្នាអាចឃើញតែក្នុង screen ពេលដែលយើងថតកាត់តហើយប៉ុន្តែអ្នកនរគ្នាអត់ដែលដឹងទេថាពេលដែលយារិនមកធ្វើការម្ដងណាការផ្ដល់ឲ្យរបស់គាត់គឺលើសលប់មែនតើខ្ញុំទទួលបានផ្ដល់ឲ្យគេបងមកក្រុមការងារគាត់អត់ក្រោម10នាក់ទេនិយាយមែនតើក្រុមការងារគាត់ឲ្យមិនតែប៉ុណ្្នឹងទេរបស់ញ៉ាំស្អីការផ្ដល់ឲ្យរបស់គាត់ពិតជាលើសលប់មែនខ្ញុំសុំដោយសារនិយាយកន្លែងហ្នឹងខ្ញុំចង់លើកពីអាស្អីដែលខ្ញុំទទួលបានរហូតមកពីការផ្ដល់ឲ្យរបស់គាត់ណា
ពិតជា so respect ហើយ អរគុណមែនតើយារិន ដូចខ្មោចមានប៉ិតខ្មោចមានប៉ិតឬការប៉ិតមានខ្មោចអ្នកអ្នកប្រហែលជាអត់បានដឹងទេនៅពីក្រោយហ្នឹងគឺយើងប្រើប្រាស់យើងអត់មាន office នេះទេហ្នឹងហើយយើងមានតែផ្ទះល្វែងយើងខ្ញុំធ្វើ show មួយនៅផ្ទះល្វែងហើយ show មួយទៀតគឺនៅផ្ទះយារិនហ្មង បាទ អញ្ចឹងគាត់ ក្រុមហ៊ុន pay លុយថ្លៃ sponsor ហើយគាត់ធ្វើ MC អត់យកលុយហើយផ្ដល់ទីតាំងអត់យកលុយថ្លៃភ្លើងអីអត់យកលុយទៀតហើយដល់ពេលយើងត្រូវការថែមសិនជាគាត់ទិញសិនជាថែមឲ្យទៀតអញ្ចឹងវាធំធេងមែនតើដែលអ្នកនរគ្នាមើលអត់បានដឹងមិនមើលម្លងអត់បានដឹងអញ្ចឹងខ្ញុំប្រាប់ឲ្យអ្នកនរគ្នាដឹងដែរហើយអញ្ចឹងសួរថា Justin Recall ចេញពី show យើងអត់ក៏អត់ចេញដែរនៅដដែលទេ តែគឺវាគ្រាន់តែជាវិស្មការរយៈពេលរៀង វែងចា ហ្នឹងហើយរៀងវែងតិចដោយសារតែរៀងលក្ខណៈថាយើងរវល់អីអញ្ចឹងទៅហើយខ្ញុំនឹងត្រឡប់មកវិញខ្ញុំនឹងនិយាយទៅខ្ញុំមិនសន្យាទេប៉ុន្តែខ្ញុំនឹងព្យាយាមដោះស្រាយអាជីពជា CEO ខ្ញុំឲ្យវាបានស្មូតជាងនឹងបន្តិចអូខេបងសូមបន្ថែមតិចទៀតដែលយារិនទុំប្រាប់គេមុនហ្នឹងថាតែតើមួយស្នេហាក្មេងៗមិញហ្នឹងឲ្យគេស្រឡាញ់ខ្លួនឯងច្រើនជាងមុនខ្ញុំក៏ចង់ឲ្យយារិនប្រតិបត្តិជាមួយខ្លួនឯងដែរឲ្យស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងជាងមុនពោះទាំងការប្រើពេលវេលាជាមួយការងារហ្នឹងចង់ឲ្យផ្ដល់ពេលវេលាខ្លួនឯងច្រើនជាងមុនហ្នឹងហើយអត់ទេសូម្បីតែការងារនៅក្នុងក្រុមហ៊ុនក៏ខ្ញុំកំណត់ឡើងវិញថាខ្ញុំគួរតែធ្វើការត្រឹមតែ7ម៉ោងឬក៏ត្រឹម6ម៉ោងអីបានហើយព្រោះអីខ្ញុំឧទាហរណ៍ថាខ្ញុំចេញទៅការម៉ោង8បងភីបាទតែម៉ោង1ម៉ោង2ខ្ញុំនៅយកអាយើងឈប់ហើយប៉ុន្តែអាក្បាលយើងហ្នឹងវាអត់ឈប់ទេអញ្ចឹងទៅវាធ្វើឲ្យខ្ញុំមួយរយៈនេះខ្ញុំនិយាយឲ្យស្រួលស្ដាប់ទៅគឺខ្ញុំ burn out ខ្លាំងដែលយើងធ្វើការហួសពីសុពលភាពរបស់យើងដែលវាអាចទុកជាប់ខ្ញុំស្រឡាញ់ការងារមែនតើបើសួរថាខ្ញុំចំណូលចិត្តខ្ញុំចូលចិត្តអីគេខ្ញុំប្រាប់គេថាខ្ញុំចូលចិត្តធ្វើការខ្ញុំពិតជាចូលចិត្តធ្វើការខ្ញុំចូលចិត្តឃើញអាសមិទ្ធផលដូចឧទាហរណ៍ថាថ្ងៃហ្នឹងខ្ញុំទទួលបានភ្ញៀវទេចូលមករឿងលុយខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តនឹងអញ្ចឹងបងភីអីចូលលេដល់ពេលអញ្ចឹងមនុស្សខ្ញុំចូលចិត្តធ្វើអីឲ្យវាកាន់តែធ្វើការទៅរហូតដល់យើងburn out ហើយខ្ញុំប្រហែលមួយរយៈមុនខ្ញុំធ្លាក់ខ្លួនឈឺខ្លាំងមែនតើឈឺហ្នឹងកើតមកដោយសារតែខ្ញុំខ្លួនប្រាណរបស់អាក្នុងរបស់យើងហ្នឹងប្រាប់រាងកាយយើងថាយើងកំពុងហត់តែអញ្ចឹងមួយរយៈហ្នឹងខ្ញុំក៏ចង់ឲ្យខ្លួនឯងសម្រាប់បានមួយផ្លែតដែរអញ្ចឹងណាអរគុណមេអញ្ចឹងឆ្លៀតឱកាសហ្នឹងដោយសារនៅមានពេលដែលអ្នកនរគ្នាអាចទៅចែកកំសាន្តជាមួយនឹងយារិនបានខ្ញុំគិតថាមានពាក្យពេចន៍អីអាចខមមិនប្រាប់បានដោយសារយើងអត់បាន request បេះដូងពណ៌ខៀវណាតែគាត់មកហ្មងគាត់មកហើយសិតខមមិនអីណាស៊ីបាយអត់មកហូបទេណាអត់មកហូបអូខេប៉ុន្តែឡែងហ្នឹងមែនតើណាមិននិយាយសម្រាប់លើកទឹកចិត្តយារិនតែជាការពិតពី fan របស់យារិនផ្ទាល់ហ្មងនៅក្នុងកម្មវិធីពេលដែលថ្ងៃដូចជាក់ស្ដែងថ្ងៃដែលយារិនរវល់ទៅចិនចឹងដែលខ្ញុំមកជំនួសហ្នឹងគឺសួររហូតហ្មងបងយារិននៅណាមិនអត់ឃើញបងយារិនហើយពេលដែលអត់មានបងយារិនដូចអារបៀបគេផាយើងនៅកម្មវិធីបត្រនណាដូចខ្វះដូចនំបញ្ចុកខ្វះទឹកសឡទឹកអីរបៀបចឹងមានឃើញច្រើនមែនតើដែលសួររយារិនអូខេហើយពេលដាក់ស្ករទៀតនេះអត់ទេមានច្រើនអញ្ចឹងបានន័យថាអរគុណអ្នកនរគ្នាដែលចូលចិត្តពេញចិត្តយារិនអញ្ចឹងអ្នកនរគ្នាក៏អាចគ្រប់គ្រងជាមួយនឹងយារិនបាននៅបន្តជាមួយនឹង Justin Recall ដែរដោយសារគាត់ចង់ដកពេលហ្នឹងមើលផ្លូវចិត្តគាត់មើលថែផ្លូវចិត្តមើលថែសុខភាពផ្លូវចិត្តក៏ដូចជាពង្រឹងអាជីវកម្មរបស់ខ្លួនឯងដែរចាអញ្ចឹងដូចពីខ្ញុំហ្មងក៏មានអារម្មណ៍ថាសោកស្ដាយតែក៏សប្បាយចិត្តពេលដែលយារិនបកទៅធ្វើការងារដើម្បីខ្លួនឯងដែរអានេះនិយាយដោយស្មោះត្រង់ចាបាទដូចខ្ញុំឃើញយារិនចាយច្រើនក៏ខ្ញុំរៀងប្រាប់ដែរយារិនណាយ៉ាត់ over budget អីចឹងទៅខ្ញុំអាសា over budget គ្នាហើយក៏អាសាធ្វើការលើសពីកម្លាំងដូចគ្នាដល់ពេលហើយខ្ញុំក៏សម្រាប់ថាអូខ្ញុំប្រហែលជាចាប់ប្រាំងខ្លួនឯងខ្លះអីអញ្ចឹងណាហើយនិយាយឲ្យច្បាស់ទៅបងប្អូនទាំងអស់គ្នានិយាយស្មោះត្រង់អស់ពីចិត្តទៅខ្ញុំចូលមកធ្វើការនេះមូលហេតុហ្មងគឺខ្ញុំឆ្លាញ់អាជីព MC ដូចរបៀបថាខ្ញុំចូលចិត្តនិយាយ MC ហើយចូលចិត្តស្ដាប់និយាយទៅគឺខ្ញុំអត់មានដោយការ
របៀបថាយើងបខំខ្លួនឯងអីទេគឺខ្ញុំធ្វើការ enjoy ហ្មងបើក្រុមការងារទាំងអស់សុទ្ធតែដឹងថាខ្ញុំមកលក្ខណៈថាមក enjoy ហ្មងអត់មានអារម្មណ៍ថា stress ឬក៏លក្ខណៈថាមានសម្ពាធអីអត់ទេអញ្ចឹងចង់ឲ្យបងៗទាំងអស់គ្នាសប្បាយទាំងអស់គ្នាគ្រាន់តែថាគិតថាអូខ្ញុំមកសុំច្បាប់ការងាររយៈពេលមួយផ្លែតហើយខ្ញុំនឹងត្រឡប់មកវិញបងអត់គេកុំយំទៅអី អត់ខ្ញុំមើល comment ដែរខ្ញុំមើល comment ដែរ ហ្នឹងហើយនិយាយទៅចេះចង់និយាយចេះដល់ពេលអញ្ចឹងទៅវាចេះតែអានដែតឡើងពីយ៉ារិនណាវាឡើងមករហូតមកចង់និយាយអ្នកទាំងអស់គ្នាអត់ដែលដឹងមួយទៀតអ្នកទាំងអស់គ្នាឃើញយ៉ារិនតែអញ្ចឹងទេអាចនិយាយថាឃើញតាមកញ្ចក់ទូរស័ព្ទអាចជាការសម្ដែងរបស់គាត់អត់ពេលដែលគាត់ថតវីដេអូគាត់លេងមួយក្រុមការងារលេងមួយអីប៉ុន្តែជីវិតពិតរបស់គាត់គឺអញ្ចឹងមែនគ្រប់ពេលដែលគាត់មកធ្វើការមកថតកម្មវិធីជាមួយគ្នាធ្វើការមួយគ្នាហ្នឹងគឺនិយាយទៅគាត់ដាក់ខ្លួនមែនតើគាត់លេងមួយក្រុមការងារស្និទ្ធស្នាលតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើទាំងអស់អានេះជាជីវិតពិតដែលខ្ញុំទទួលបានរហូតមកតាំងពីស្គាល់គាត់តាំងពីរួមការងារមួយគាត់មិនមែនជាការសម្ដែងលើ social media លើplatform របស់គាត់ដែលអ្នកនរឃើញហ្នឹងទេគឺជីវិតពិតរបស់គាត់គឺអញ្ចឹងមែន ខ្ញុំដូចរបៀបអីគេហៅគេអា cheerleader ពួកឧទាហរណ៍ថា cheerleader ហ្នឹង ហើយជីតាមផ្លូវអញ្ចឹងណាបើសិនជាពូតុកតុកហៅថាអូមីអូនឡើងជីតុកតុកមួយពូអីពូយកទៅមើលខ្ញុំឡើងជីមួយគេទៅហើយបើគេមើលគេដឹកដល់ណាខ្ញុំហៅផ្ទះមកផ្លូវមកផ្ទះវិញដូចរបៀបថ្ងៃមុនខ្ញុំទៅមាត់ទន្លេតែកុំញឹកពេកតែបងទៅមាត់ទន្លេទៅមើលគេទាញព្រាត់ស្រាប់តាម៉ែផេងខេកហ្នឹងហើយបងដៀងអីហ្នឹងគាត់ស្អីចេះយ៉ារៀនមកជួយទាញខ្សែព្រាត់គ្នាទៅបណ្ដោយទៅដែរមានណាគេដឹកចូលទៅសង្គ្រោះបឋមចុះទាំងអស់គ្នាមែនទេគេមានធំហើយយល់អត់ហើយទៅពេលទាញខ្សែព្រាត់ហ្នឹងទៅខ្សែព្រាត់ហ្នឹងតែយើងខាងយើងឈ្នះដល់ពេលឈ្នះចឹងទៅវាមិនដាច់មានដាច់ទៅពួកគាត់អត់ដួលទេតែខ្ញុំហោះឡើង2ម៉ែត្រ3ម៉ែត្រតហើយដល់ពេលខិចកជើងគេអ៊ីវយកទៅសង្គ្រោះបឋមពេញហ្នឹងទៅអត់មានបំណងហត់ទៅទាញខ្សែព្រាត់ទេគ្រាន់តែគេបក់ដៃថាចេះអូមកយ៉ារិនមកទៅទាញខ្សែព្រាត់ទៅទាញមួយគេហើយទៅមកឆ្លោះកជើងមនុស្ស750នាក់ជាងលប3នាក់តែក្នុង3នាក់ហ្នឹងមានខ្ញុំម្នាក់សិនមនុស្សសំណាងឥឡូវដោយសារនេះជាអេពីសូតចុងក្រោយនៃយ៉ារិនធ្វើ MC ជាមួយនឹងកម្មវិធីយើងដោយសារបង Fresh ក៏មានមនោចេតនាជាមួយនឹងយ៉ារិនច្រើនដែរអញ្ចឹងចង់ឲ្យ Fresh និយាយអីជាមួយនឹងយ៉ារិនបន្តិចចឹងទាញតែម៉ៃបានទាញតែម៉ៃហ្នឹងមុនឡើងចង់ម៉ានប្រម៉ោងអត់ទេពេលដែលយ៉ារិនប្រាប់ថា switch ប្លង់មួយពេលយ៉ារិនប្រាប់ថាផ្អាកសិនដោយសារគាត់គិតថាគាត់លើសកម្លាំងគាត់អាចបន្តការងារអីដែលគាត់កំពុងធ្វើហ្នឹងឯងខ្ញុំនឹកឃើញពេលដែលបងប្អូនទាំងអស់គ្នាចូលវគ្គយ៉ារិនលើកទី1ចូលតុកភ្លឺពួកគេ comment negative ច្រើនណាហើយប្រហែលយ៉ារិនច្រើនមែនតើតែពួកខ្ញុំអត់ដែរខ្វល់ទេព្រោះដោយសារខ្ញុំជឿជាក់លើយ៉ារិនថាគាត់អាចធ្វើបានព្រោះដោយសារគាត់មានស្រាប់ទាំងអស់ហើយគាត់គ្រាន់តែអត់ទាន់ដឹងថាគួរចាប់ដើមពីណាដើម្បីជាផ្នែកជា MC ហ្នឹងគាត់ធ្វើការប្រឡូកគាត់ធ្វើការពេលវេលាហើយខ្ញុំជឿហ្មង 100% ខ្ញុំគិតថាយ៉ារិននឹងធ្វើបានហើយគាត់ធ្វើបានមែនមកដល់ឥឡូវបងប្អូនទាំងអស់គ្នាគឺបាត់សលេងយ៉ារិនមួយគឺដូចខ្វះឯមួយហ្មងកម្មវិធីហ្នឹងវាលែងគ្រប់គ្រាន់ណាអញ្ចឹងចង់ឲ្យយ៉ារិនទទួលស្គាល់ថាខ្លួនឯងពិតជាធ្វើបានល្អអរគុណបងអរគុណផែនទាំងអស់គ្នាអរគុណកម្លាំងចិត្តចាប់ឆាប់ដោះស្រាយការងារហើយខ្ញុំនឹងត្រឡប់មកវិញខ្ញុំបានសុំឈប់ទេហើយក៏អត់បានចាក់ចេញពីអាជីពនេះដែរខ្ញុំនឹងត្រឡប់មកវិញតែគ្រាន់តែវិស្មការដោយអត់ទាន់ច្បាស់ថ្ងៃតែប៉ុណ្្នឹងឯងវិស្មការឈុតធំដឹងយើងចាប់ទីសិនដឹងយ៉ារិនបានមកអត់ទេយើងអត់ច្បាស់លាស់ដែរយើងអត់មានដែនកំណត់ចឹងយើងអត់ទាន់ដឹងទេវាអាចនឹងថាបាត់ទៀតទៅលេងមកសុកបងចូលធ្វើការវិញហើយតែចឹងក៏មានដែរហ្នឹងហើយតែចង់បញ្ជាក់អ្នកនរគ្នាដឹងហើយថា show របស់ខ្ញុំមិនមែនជា show មួយដែលសម្ដែងមិន fake ទេមិនយ៉ារិនទៅដោយមានរឿងឬមួយក៏យក attention មួយអាទិត្យពីរអាទិត្យក្រោយមកវិញក៏មិនអញ្ចឹងដែរគឺគ្រប់យ៉ាងគឺជាការប៉ັດដូចខ្ញុំបើអ្នកនរគ្នាតាមដានផែជាមិនបាច់ចាំបាច់ខ្ញុំបកស្រាយផែជាដឹងពី show របៀបរបបក្នុងការធ្វើការរបស់ពួកខ្ញុំហ្នឹងដូចអ្នកនរគ្នាឃើញខ្ញុំពាក់អាវយឺតខោខ្លីបើជើងផ្ទាត់អញ្ចឹងទៅលើកជើងឡើងពេកឃើញផ្លោកអត់ទេបាំងអញ្ចឹងគឺវាមិនមែនជាការរៀបចំដើម្បីតាក់ទាញ attention ទេបាទហើយ
តទៅពីនេះយើងសូមអរគុណ sponsor តិចណា អូខេបងប្អូនទាំងអស់គ្នាអរគុណទៅកាន់ Fastwin Media គឺជាអ្នកជំនាញក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មបែប outdoor advertising ក្នុងប្រទេសកម្ពុជា Fastwin Media ទទួលបានសិទ្ធិផ្ដាច់មុខលើការផ្សាយពាណិជ្ជកម្មលើរថយន្តក្រុងសាធារណៈ City Bus ក្នុងរាជធានីភ្នំពេញមានសេវាផ្សព្វផ្សាយជាច្រើនទៀតចាប់ពីខ្នាតតូចដល់ខ្នាតធំដូចជា billboard LED adbox តុកមានរៀបចំ event ឬក៏ booth activation ផ្សេងៗផងដែរតំណាក់តំណងសាកសួរព័ត៌មានលម្អិតមកកាន់លេខទូរស័ព្ទឬ Telegram 096 499 4666 បានហើយមកបន្ទាប់អរគុណដល់ Justin Miracle ឈ្នះស្អាតឈ្នះគ្រប់ទម្រង់ដោយ Justin Miracle by Yarin ហើយកុំភ្លេចបេះដូងពណ៌ខៀវ អរគុណហើយអរគុណទៅដល់ Pass App បងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាប្រកាសជាក្នុងក្នុង 1K.2 នេះក៏មានអ្នកធ្លាប់ជិះ Pass App 1K ហើយអញ្ចឹងកុំភ្លេចប្រើកូដពេលដែលជិះ Pass App បងគ្រាន់តែដាក់កូដថា weekday បងទទួលបាន 60% សម្រាប់ការបញ្ចុះតម្លៃទៅលើថ្ងៃច័ន្ទដល់ថ្ងៃពហុហើយបើសិនជាបងជិះថ្ងៃសុក្ររហូតដល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យតែបងប្អូនទាំងអស់គ្នាបងប្រើកូដ weekend ទទួលបាន 60% គ្នាស្អែកបើសិនជាជិះ Pass App កុំភ្លេចប្រើកូដព្រោះប្រើកូដចំណេញបាន 60% discount ច្រើនណាស់ណា ចា៎ បានហើយបន្ទាប់អរគុណដល់អាវថ្នោតគឺជាអាវយឺតដែលផលិតក្នុងស្រុក 100% អូខេបន្ទាប់ បាទអត់ត តែស៊ីមីខមមិន Nexus Great Care បាទដោយសារ sponsor ថ្មីអញ្ចឹងសូមអានបែបសម្រិតសម្រាំងតិចគឺអរគុណដល់ Nexus Day Care គឺជាសាលាមត្តេយ្យនិងទារកដ្ឋានNexus Day Care មានសេវាកម្មដូចជាបង្រៀនកុមារក្រោមអាយុ6ឆ្នាំចុះតាមកម្មវិធីសិក្សានៅទីក្រុងញូវយ៉កដើម្បីអភិវឌ្ឍកុមារឲ្យមានចំណេះដឹងល្អបង្កើនគំនិតច្នៃប្រឌិតខ្ពស់និងអាកប្បកិរិយាល្អហើយនឹងមានម៉ោងលេងកម្សាន្ត playground មានសុវត្ថិភាពនិងអនាម័យមានការមើលថែទារកតាមថ្ងៃឬជាខែក៏បានម៉ោងសិក្សាចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 4 ល្ងាចនិងមានសេវាកម្មថែទាំកុមាររហូតដល់ពេញដល់ម៉ោង 8 យប់ហើយប្រម៉ូសិនសម្រាប់ខែឧសភាត្រឹមតែតម្លៃត្រឹមតែ$299ក្នុងមួយខែតែប៉ុណ្ណោះបង់មួយ term free playground ចុងសប្តាហ៍មួយអាទិត្យហើយទីតាំងនៅ The Point Community Mall នៅ ទល់មុខស្ថានទូតចិន ទល់មុខទូតចិនដែលយើងទៅទៅណា បាទហើយ ទូតចិន សម្រាប់តំណែងសាកសួរព័ត៌មានបន្ថែមអាចតាក់ទងបានលេខទូរស័ព្ទ017 25 51 66អញ្ចឹងអស់បញ្ហាហើយសម្រាប់ឪពុកម្ដាយដែលមានកុលបុត្រកុលធីតាហើយមានធុរៈដែលត្រូវទៅបំពេញចាំបាច់អត់មានអ្នកមើលថែអាចយកទៅដាក់សាលាបានហើយកន្លែងសំខាន់ហ្មងគឺជាថ្ងៃក៏បានជាខែក៏បានអញ្ចឹងរវល់ពីថ្ងៃដាក់ថ្ងៃបាទអរគុណ ហើយបកមកកម្មវិធីយើងវិញគឺមុនរបបពេលដឹងអញ្ចឹងដឹងការងារគ្នាអញ្ចឹងអត់សូវរៀងអត់សូវស្ងោះស្ងោចទេតែដល់ពេលអានខមមិនគេជូនពោយើងចង់ស្ងោះស្ងោចដែរ ជាសំណោះ អត់ទេខ្ញុំធ្លាក់ទឹកមុខតាំងពីអានដំបូងខ្ញុំអត់ដឹងខ្ញុំអត់ដឹងចេះដៃសុបាយមកដល់ពេលនិយាយមកចាប់ផ្ដើមធ្លាក់មកហើយអារឿងដែលល្អដែលធ្លាប់ទទួលបានពីយ៉ារិនហ្នឹងអូតូបន្តិចនិយាយស្មោះត្រង់អត់មានសម្ដែងអត់មានក្បាញ់អីទេគឺវាដណ្ដែតឡើងមកអូតូមកកន្លែងដែលឃើញល្អរបស់យ៉ារិនហ្នឹងគឺដណ្ដែតឡើងមកឲ្យខ្ញុំពេលដែលខ្ញុំនិយាយគឺវាដណ្ដែតឡើងមកឲ្យយើងឃើញអត់បាច់ទៅរយ បើនិយាយឲ្យស្មោះពីធំអស់ពីចិត្តរយៈពេលច្រើនណា2ឆ្នាំកន្លះចូលជិត3ឆ្នាំហើយបងប្អូនអរគ្នាខ្ញុំធ្វើការនៅខាងប៉ាត្រង់នេះគឺខ្ញុំអត់ដែលមានតំណោះសំបីតែម្ដងបើថាឲ្យបកកែកគ្នាក៏អត់ដែលសំបីតែម្ដងរបៀបថាពួកយើងធ្វើការលក្ខណៈឈៀលហ្មងឧទាហរណ៍ថាថ្ងៃនេះត្រូវជប់តារាកិត្តិយសមួយនេះអូនត្រូវចេះអូខេបងឲ្យខ្ញុំត្រូវចេះវិញណាអូខេអូនគឺពួកយើងធ្វើការបែបឈៀលហ្មងអត់មានលក្ខណៈថាសំបីតែក្រុមការងារទាំងអស់គឺយើងអត់មានដែលមានអាការធ្វើការយើងឆ្លោះគ្នាមកប្រើធ្លាប់ដែរ ឆ្កែយ៉ារិនអញខាំអារ៉ូបត គាត់មានតំណរឿងហ្នឹងហើយរឿងហ្នឹងតែមួយឆ្កែខ្ញុំខំរ៉ូបតមិនមែនមនុស្សទេឆ្កែមួយមនុស្ស ហ្នឹងហើយអាហ្នឹងវានេះបើថាក្រុមការងារនិងក្រុមការងារគឺអូយស្រួលសប្បាយចិត្តហើយឡើងមើលគ្រប់គ្នាជានិយាយរឿងមកជាកាប់ពិតមកជាមិនក្រុមការងារប៉ាត្រង់ទេណាហ្នឹងហើយ អ្នកកាន់ក្បាលខ្ញុំទេ make up artist របស់យ៉ារិនទេនេះគេខមមិនប្រាប់យ៉ារិនថាគាំទ្រកម្មវិធីកុំភ្លេច sponsor ផងអី
គ្រប់គ្រងកម្មវិធី complete sponsor កុំភ្លេចគ្រប់គ្រង sponsor ផង ស្មាតគេនិយាយយ៉ារិនឯងចេញពីកម្មវិធី complete sponsor ផងខ្ញុំអានន័យខុសខ្ញុំស្មានតែយ៉ារិនឈប់ជួយ sponsor កម្មវិធីផងយល់អត់ចឹងខ្ញុំបញ្ជាក់ដែរ ចាស់ដើមបងប្អូន Justin Miracle នៅតែ sponsor កម្មវិធីយើងដូចតែចំណុចចាប់ផ្ដើមអញ្ចឹង និយាយតាមត្រង់ខ្ញុំមកដែរនឹកឃើញថាមានអ្នកបងអូនគាត់ស្រឡាញ់ខ្ញុំដល់ថ្នាក់ហ្នឹងតែខ្ញុំមើល comment ថ្ងៃហ្នឹងទៅបើមានអារម្មណ៍ថាអូយថាញ់ ប៉ះដល់ប៉ះហើយតែពេលយើងនិយាយគ្នាមុនអត់ស្អីណា អត់ស្អីខ្ញុំយំដាក់បងឯងហេតុអីទៀតខ្ញុំយំដាក់បង fresh ភាសាទៀតនៅ slow mo ដោយសារយើងដឹងកតាបកិច្ចគ្នាដឹងរឿងដឹងអីអញ្ចឹងយើងតែងតែនិយាយគ្នាអញ្ចឹងទៅរៀងអត់ស្អីតែដល់ពេលពួកគាត់សុកមកប្រាប់គាត់អញ្ចឹងរៀងគាត់ធ្លាប់តែយើងមានលៀបសบายជុំគ្នាអញ្ចឹងណា ហ្នឹងហើយមួយទៀតដោយអធិការលើកឡើងទាំងពួកយើងពិតជាទទួលបានអារម្មណ៍ហ្នឹងគឺពេលដែលទទួលបានអាហ្នឹងអញ្ចឹងខ្ញុំជាក់ស្ដែងខ្ញុំអត់ដឹងរឿងគេទេម្ដងដល់ពេលនិយាយមកដឹងរឿងខ្ញុំមានអារម្មណ៍ក្តុកក្តួលប៉ុន្តែបន្ទាប់ពីដឹងថាគាត់ទៅធ្វើអីហើយមានអារម្មណ៍ត្រេកអរជាមួយគាត់វិញដោយសារអីអាចនិយាយថាអាហ្នឹងមកពីក្តីស្រឡាញ់ដែលយើងមានក៏ថាបានដែរមានអារម្មណ៍ត្រេកអរនៅពេលដែលឃើញគាត់ទៅធ្វើអីឲ្យខ្លួនគាត់កាន់តែច្រើនកាន់តែបានតែបង្កើតសមិទ្ធផលឬបង្កើតអីឲ្យខ្លួនគាត់អញ្ចឹងយើងសម្រាប់មនុស្សដែលយើងគោរពស្រឡាញ់មែនតែនចេញពីក្នុងគឺយើងចង់ឃើញគេរីកចម្រើនហើយអញ្ចឹងបន្ទាប់ពីក្តុកក្តួលហើយយើងមានអារម្មណ៍រំភើបជាមួយគាត់បាទព្រោះអីច្បាប់នេះជាមើលរាប់ពីខែដើមខែក្រោយទៅគ្រាន់តែច្បាប់ដែលខ្ញុំត្រូវទៅនៅចិនណាបាទវាចូលជិត20ថ្ងៃបាត់ហើយអញ្ចឹងវាបាត់អស់ចង់3អាទិត្យទេណាត្រូវគេបងវាចូល3អាទិត្យបាត់ហើយហើយនៅត្រឡប់មកវិញយើងត្រូវការអាប់ដេតក្រុមហ៊ុនរបស់យើងជាច្រើនតង់ទៀតវាគាត់ថាវាមកគួសមដែលថាបើខ្ញុំសុំពរពីបងទាំងអស់គ្នាវិញហើយសុំពាក្យ fighting មួយមកព្រោះខ្ញុំត្រូវប្រឈមមុខនឹងការតស៊ូច្រើនរឿង fighting ហើយ fighting ហើយបេះដូងពណ៌ខៀវ ក៏មិនពាក្យ fighting បេះដូងពណ៌ខៀវដើម្បីលើកទឹកចិត្តយ៉ារិនបន្តដំណើរជីវិតជា CEO ពិតប្រាកដមិនមែន CEO ពាក់កណ្ដាល MC ពាក់កណ្ដាលទេបាទទេនៅតែមកវិញ MC fan ច្រើនណាស់ណាមកឥឡូវមើលប៉ុន្តែស្អីដែលសុំមែនតែនហ្មងចាហើយតែទៅទូចសុំមែនតែនមកចង់ឲ្យយារិនសម្រាប់ខ្លះចំណាយពេលវេលាដើម្បីសុខភាពរបស់ខ្លួនឯងកាន់ច្រើនព្រោះឥឡូវហ្នឹងខ្ញុំនិយាយស្មោះត្រង់ខ្ញុំឲ្យតម្លៃទៅលើសុខភាពខ្លាំងហ្នឹងហើយគាត់ហាត់ប្រាណបានមួយអាទិត្យជាប់គ្នាមួយខែជាងខ្ញុំហាត់ដែរតាបងខ្ញុំហាត់រាល់ថ្ងៃតែខ្ញុំហាត់តែមួយអាទិត្យប្រហែលជា4ថ្ងៃអីទេ4ថ្ងៃបានហើយទោះបីទៅផឹក4ថ្ងៃវិញក៏ស៊ីសងដែរយើងអត់ខាតទេយល់រួចគ្នាវាអត់អីទេកុំឲ្យវាចុះដើមអត់ជាពាក់សុខភាពទេហ្នឹងហើយនេះគេខមមិនថាយ៉ារិនសើចលះភ្ញាក់ក៏លះនិយាយទៅរៀលយ៉ារិនពិតជាអញ្ចឹងមែនតែដល់ពេលគាត់ចូលមកដំបូងប្រហែលជាគាត់audience គាត់ទទួលយកអារៀលអញ្ចឹងអត់តាន់បានណាយល់តែពេលឥឡូវទទួលយកបានដល់ពេលសម្រាប់មកខ្ញុំចូលមកដំបូងពេលដែលបេះដូងពណ៌ខៀវ fighting មកសាហាវហ្នឹងខ្ញុំអត់ចេះហៀបហឹកទេបើខ្ញុំនិយាយតាមត្រង់បងទាំងអស់គ្នាខ្ញុំពិតជាមនុស្សមួយដែលពេលហៀបហឹកខ្ញុំមានអារម្មណ៍ថាខ្ញុំតឹងធូងណាហើយឬក៏ពេលខ្លះចឹងទៅខ្ញុំតម្រូវឲ្យមានអារម្មណ៍ថាជាមនុស្សមើងម៉ាត់ឬក៏ត្រូវអីមួយខ្ញុំមានអារម្មណ៍ថាខ្ញុំមានសម្ពាធដល់ពេលមានក្តីសុខផ្លូវចិត្តហ្នឹងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំតានតឹងដល់ពេលខ្លះជួនកាលខ្ញុំជួយពេលនៅតុកភ្លឺហើយនៅ404ខ្ញុំចង់និយាយថាពេលខ្លះខ្ញុំនឹកឃើញសោយបានធ្វើជាខ្លួនឯងពេលខ្លះខ្ញុំភ្លេចខ្លួនដែរជួនកាលខ្ញុំភ្លេចខ្លួនដែរត្រូវភ្ញាក់លះហ្មងហើយមនុស្សខ្ញុំឆាប់ភ្ញាក់ខ្លាំងមែនតែខ្ញុំនៅតែប្រតិដូចដែរខ្លាចខ្មោចទេខ្ញុំអត់ខ្លាចខ្មោចទេអញ្ចឹងខ្ញុំសប្បាយខ្ញុំអត់មានសម្ពាធអីនៅក្នុងការធ្វើការនៅនេះទេព្រោះដោយសារតែខ្ញុំវាអត់ចេះខ្លាចខ្មោចហើយអត់ដេកយប់ទៀតចឹងទៅវាអត់ចេះអត់ងួយទេបងហ្នឹងហើយវាអត់មានពេលខ្លាចដោយសារយកបាត់បានដេកចាយកបាត់ដេកបាត់ដេកមកបាត់ដេកភ្លឺបាត់ហើយចឹងទៅលេងមានអាភាពងឹតហ្នឹងចូលមកខ្លាចហើយអូខេតែយើងគួរជំរាបរៀបប្រិមត្តណាបាទអញ្ចឹងក៏អរគុណទៅកាន់ sponsor របស់យើងទាំងអស់ដែលបានចូលរួមក៏ដូចជាជឿជាក់លើមកកាន់កម្មវិធី404 project របស់យើងដែលចាប់ពីចំណុចចាប់ផ្ដើមរហូតដល់ពេលម្លងពេលនេះដែរមិនតាន់បញ្ចប់ទេតែម្លងពេលនេះដែរហើយក៏
ជួនដំណឹងបងដែរថាយើងនឹងផ្លាស់មានការផ្លាស់ប្ដូរ MC តិចតួច ចា៎ ជាមួយនឹងយ៉ារិនគាត់ត្រូវពេញភារកិច្ចផ្ទាល់ខ្លួនហើយយើងនៅតែបន្តកម្មវិធីរបស់យើងធម្មតាទេ បាទ ហើយពេលដែលយ៉ារិនគាត់រួចរាល់ជាមួយការងាររបស់គាត់គាត់នឹងប្រហែលជាអាចត្រឡប់មកវិញ ចាបង យូរនឹងឆាប់ក៏អត់ទាន់ដឹងដែរអញ្ចឹងសង្ឃឹមថាបង sponsor នឹងយកហើយយើងក៏មាន show ថ្មីមួយទៀតដែរដែលមានឈ្មោះថា Patron Room គឺជាប្រភេទ show មួយដែលចែកម្លែកចំណេះដឹងទូទៅដែលយើងនិយាយសួរស្ដាប់គឺ podcast បាទ តែដោយសារ podcast យើងលើក្នុងស្រុករបស់យើងច្រើនហើយក៏ល្អច្រើនដែរយើងសឹងតែល្អទាំងអស់ហ្នឹង បាទ podcast ល្អច្រើនហើយអញ្ចឹងក៏យើងប្រើពាក្យថ្មីមួយដែលយើងប្រើឈ្មោះថា Patron Room គឺជាកន្លែងមួយដែលអ្នកនរគ្នាចែកម្លែកចំណេះដឹងបែបលះ ចាខ្ញុំសង្ឃឹមថាខ្ញុំបានធ្វើជាភ្ញៀវកិត្តិយសចុះ បាទអូខេ បន្ទាប់ពីទៅបំពេញភារកិច្ចមួយរយៈហើយគឺចូល យកបទពិសោធន៍មកនិយាយ បាទ ទៅយកបទពិសោធន៍សិន បាទ អូខេអញ្ចឹងពីកម្មវិធី404បច្ចេកក៏សូមអរគុណទស្សនិកជនដែលមើលដល់វេលានេះហើយក៏អរគុណដល់យ៉ារិនអរគុណដល់ បងអាយកាអរគុណបងហ្វ្រេអរគុណបងភីអរគុណអូនបងអរគុណអ្នកភូមិអរគុណ fan ដែលកំពុង view 1.1k អរគុណ fan តុកភ្លឺ background ងឹតពីកម្មវិធីសូមអរគុណ អូភ្លេចសុំមួយទៀតដោយសារថ្ងៃ23នេះគឺសម្រាប់អ្នកនៅក្នុងភូមិអតិកាទាំងអស់គ្នាតាមរយៈ channel Telegram បាទ ចា យើងធ្វើការជួបជុំគ្នានៅថ្ងៃទី23នៅ office ខ្ញុំ ចា ថ្ងៃ23នៅ office ខ្ញុំខែហ្នឹង45 ហាណាអញ្ចឹងក៏សូមអធិស្ឋានដោយសារថ្ងៃហ្នឹងខ្ញុំអត់នៅខ្មែរ បាទ ហ្នឹងហើយអញ្ចឹងនិយាយមកលយមកគេនៅខ្មែរ អញ្ចឹង ជួបជុំទាំងអស់គ្នាប៉ុន្តែអត់មានបងអធិការ ហ្នឹងហើយអញ្ចឹងក៏សូមអ្នកនរគ្នាអធិស្ឋានយកយល់ខ្ញុំនៅចំណុចហ្នឹងដោយសារមានភារកិច្ចត្រូវពេញ តែអាច ពេញ ព្រោះ គ្នា ណាត់គេយូរដែរហើ បាទ យ អាចវីដេអូ call អីបានទេបាទ ចេះមិនបានអត់ស្រុកមានអ៊ីនធឺណិតណា ដាក់ស្លា គាត់អត់នៅខ្មែរ លយអាកន្លែងហ្នឹងអូខេអញ្ចឹងអ្នកភូមិយើងអាចវីដេអូ call ជុំគ្នាថ្ងៃកម្មវិធីបានអត់អីទេ អូខេ បាទ អូខេ អត់ ដឹងឲ្យមកហើយដឹងឲ្យមកហើយ អញ្ចឹងគ្នាយើងនៅ office ចូលរួមទាំងអស់គ្នាទៅបាទ ព្រោះមេភូមិលុកថ្ងៃមុនមួយខែណា អូខេយ៉ារិនបើតនេអាចចូលរួមបានអត់ បានបើតនេះបងបាន បានយើងហៅគ្នាយើងមកបាទ ផ្ទះភូមិអ្នកភូមិខ្ញុំតែមកបងឯងបាក់តិចណាអ្នកភូមិខ្ញុំរៀងច្រើនណាបងឯងមិនម៉ាន 50នាក់ ថែមភូមិខ្ញុំ30នាក់ដែរ អាហ្នឹងគាត់ក្រុមការងារណា គ្រប់ការងារគេបងបាទអូខេអរគុណពីកម្មវិធី404 project សូមអរគុណសូមជម្រាបលាជួបគ្នាពេលដែលខ្ញុំត្រឡប់មកវិញភាសាទៀត កង